ម៉ោងប៉ុន្មានហើយនៅមិនទាន់ងើបទៀតគិតតែពីខ្ជិលគិតថាមានគ្រួសារហើយមិនបាច់ធ្វើការទេមែនទេបងឆាប់ងើបឡើងអូនធ្វើម្ហូបរួចហើយយើងញ៉ាំបាយហើយត្រូវទៅធ្វើការទៀតហឹមចាប់ជាតិសារថ្មីឬក៏ត្រឡប់មកសវត្សទី70វិញជាតិខ្ញុំនឹងប្រពន្ធធ្វើការបម្រើគ្រួសារនេះដូចគោដូចសេះរាប់សិបឆ្នាំដល់ចុងក្រោយពេលប្រពន្ធឈឺឆ្លងទន្លេតែពួកគេបែរជាមិនព្រមឲ្យខ្ចីថែមទាំងមើលងាយខ្ញុំថាអត់កំណើតចុងក្រោយក៏យឺតយ៉ាវការព្យាបាលប្រពន្ធខ្ញុំក៏បានចាក់ចេញពីខ្ញុំទៅលើកនេះខ្ញុំដាច់ខាតមិនឲ្យរឿងនេះកើតឡើងទៀតទេបងយំមែនទេមិនបានភ្នែកក្រហមអញ្ចឹងតាម៉ែមានថាសម្ដីអាក្រក់អ្វីដាក់បងមែនទេប្រពន្ធសម្លាញ់បងនឹកអូនពួកឯងទាំងពីរនាក់អញនិយាយមានឬទេអញហៅគ្មានអ្នកណាស្ដីមួយម៉ាត់សោះគេការប្រពន្ធមកគេធ្វើទាំងការផ្ទះទាំងរកលុយអញវិញមកដល់ភ្លាមធ្វើខ្លួនដូចជំទាវមិនព្រមធ្វើការម៉ែពិតជាហួសហេតុពេកហើយស៊ីវជីងទើបតែរៀបការបានប៉ុន្មានថ្ងៃសោះម៉ែឯងចេះតែរករឿងនាងបើម៉ែទ្រាំមើលមិនបានទេយើងបែកផ្ទះគ្នាចុះពួកយើងទាំងពីរចេញទៅរស់នៅខាងក្រៅឲ្យតែបានបែកផ្ទះច្បាស់ជាអាចរកស៊ីមានបានមិនខានឯងនិយាយស្អីពិតជាការប្រពន្ធភ្លេចម៉ែមនុស្សរមិលគុណមែនថាឲ្យនាងបន្តិចឯងមិនសុខចិត្តទេហ៎ឯងមើលចុះមានអ្នកណាគេមិនអញ្ចឹងឯងទៅប្រៀបធៀបជាមួយអ្នកផ្សេងធ្វើអីមើលផ្ទះលោកប្រធានភូមិចុះគេរៀបការគេនៅតែយកស្បៀងទៅឲ្យសាច់ញាតិគេចុះឯងបានយកស្បៀងអីទៅឲ្យម៉ែពុកស៊ីវជីងខ្លះផ្ទះលោកប្រធានមានមនុស្សច្រើនរកពិន្ទុការងារបានច្រើនច្បាស់ជាមានស្បៀងសោះហើយផ្ទះយើងមិននឹងអាចប្រៀបជាមួយគេបានឯងក៏ដឹងថាប្រៀបមិនបានចុះម៉ែឯងនៅតែធ្វើបាបប្រពន្ធខ្ញុំទៀតស៊ីវជីងរៀបការមកដើម្បីរស់នៅជាមួយខ្ញុំមិនមែនឲ្យម៉ែឯងធ្វើបាបទេយើងសម្រេចចិត្តបែកផ្ទះទៅដាច់ខាតត្រូវតែបែកផ្ទះបើឯងចេញពីផ្ទះនេះហើយកុំត្រឡប់មកវិញឲ្យសោះអញ្ចឹងពិតជាល្អណាស់លែងមានអ្នកតាមយាយីទៀតហើយឯងត្រឡប់មកវិញភ្លាមខ្ញុំរស់នៅលេងកើតទៀតហើយពិបាកណាស់ទម្រាំចិញ្ចឹមកូនធំចុងក្រោយត្រូវមេបិសាចនោះតាក់ទាញប្រលឹងបាត់សូម្បីតែម៉ែពុកក៏លែងត្រូវការដែរតើមានរឿងអីនឹងលោកប្រធានអញ្ជើញមកដល់ហើយខ្ញុំកំពុងមានការចង់ជួបលោកល្មមខ្ញុំគិតចង់បែកផ្ទះស្អីគេឯងចង់បែកផ្ទះអាយ៉ាទើបតែមានគ្រួសារសោះជៀសមិនផុតពីការប៉ះទង្គិចគ្នាទេមិនបាច់ដល់ថ្នាក់បែកផ្ទះនោះទេថ្ងៃមុខពេលមានកូនមនុស្សចាស់អាចជួយមើលថែបានតើប៉ុន្មានឆ្នាំនេះពិន្ទុការងារដែលខ្ញុំរកបានត្រូវម៉ែពុកយកទៅផ្គត់ផ្គង់ប្អូនទាំងអស់ជីវិតបែបនេះខ្ញុំពិតជាទ្រាំលែងបានទៀតហើយបើឯងសម្រេចចិត្តបែកផ្ទះទៅហើយអញ្ចឹងខ្ញុំក៏លែងខត់ដែរមីងចៅងើបឡើងទៅចៅយីចង់បែកផ្ទះអ្នកណាក៏ខត់មិនបានដែរងើបស្អីខ្ញុំមិនងើបទេថ្ងៃនេះទោះជាស្ដេចយាងមកក៏ខ្ញុំមិនព្រមដែរបើម៉ែងើបឡើងពេលនេះខ្ញុំនឹងឲ្យស្បៀងម៉ែ5ចិនជារៀងរាល់ខែទុកជាប្រាក់សោធននិវត្តន៍តែបើម៉ែមិនងើបទេគឺមិនបានអីទាំងអស់ឯងនិយាយមែនហ៎ចុះលុយឲ្យប្អូនឯងទៅរៀនគិតយ៉ាងម៉េចថ្លៃសាលាពួកគេមានពាក់ព័ន្ធអីនឹងខ្ញុំពេលដែលស៊ីវជីងចូលពេទ្យពួកគេមិនត្រឹមតែមិនឲ្យខ្ចីលុយទេសូម្បីតែមន្ទីរពេទ្យក៏មិនដែលមកមើលម្ដងដែរប្អូនរមើលគុណបែបនេះនៅចង់ឲ្យខ្ញុំផ្គត់ផ្គង់ពួកគេរៀនទៀតដេកសង្ឃឹមចុះជីវិតខ្ញុំមិនក៏កំសត់យ៉ាងនេះកូនប្រុសចង់បែកផ្ទះសូម្បីតែរឿងស្លាប់រស់របស់ម៉ែពុកក៏លែងខ្វល់ដែរម៉ែឡូឡាឆ្អែតទៅនៅបើម៉ែនៅតែរករឿងទៀតយើងមកទូទាត់គ្នាឲ្យច្បាស់មកពីមុនពិន្ទុការងាររបស់ខ្ញុំត្រូវម៉ែនឹងពុកយកទៅអស់ប៉ុន្មានមិនបានទេនោះជាពិន្ទុការងាររបស់យើងតាវាឯងមកទាន់ពេលល្មមចៅយីវារករឿងចង់បែកផ្ទះអាយ៉ាថោកទាបបើឯងហ៊ានបែកផ្ទះអញនឹងវាបំបាក់ជើងឯងផ្ទះនេះខ្ញុំត្រូវតែបែកផ្ទះអ្នកណាក៏ខាត់មិនបានដែរតាំងពីតូចដល់ធំពុកម៉ែតែងតែលំអៀងស្រឡាញ់តែប្អូនចំណែកខ្ញុំធ្វើការបម្រើផ្ទះនេះដូចគោដូចសេះពេលមកដល់ផ្ទះវិញសូម្បីតែបាយក្តៅមួយម៉ាត់ក៏ខ្ញុំគ្មានសិទ្ធិញ៉ាំដែរពុកម៉ែអ្នកពួកអ្នកបែរជាគិតថាវាជារឿងដែលខ្ញុំគួរតែធ្វើគ្រាន់តែដោយសារប្អូនរៀនពូកែខ្ញុំដែលជាបងប្រុសធំនេះត្រូវលះបង់គ្រប់យ៉ាងដើម្បីពួកគេមែនទេតើនេះយុត្តិធម៌ទេនោះជាប្អូនរបស់ឯងតើចុះពួកគេមានចាត់ទុកខ្ញុំជាបងប្រុសធំដែរទេពួកគេគិតថាខ្លួនឯងបានរៀនសូត្រក៏ខ្ពស់មុខខ្ពស់មាត់ជាងគេក្នុងក្រសែភ្នែកពួកគេគឺមើលងាយខ្ញុំប្អូនបែបនេះ
មិនបាច់មានក៏បានដែរសូម្បីតែប្អូនក៏ឯងលេងត្រូវការដែរមែនទេត្រូវហើយលេងត្រូវការទៀតហើយល្អដើមឈើធំត្រូវបែកមែកកូនធំត្រូវបែកផ្ទះក៏បែកផ្ទះទៅផ្ទះនេះអញលេងខ្វល់ហើយតាវាអាយ៉ាបើចៅតាហៃនិយាយអញ្ចឹងហើយរឿងបែកផ្ទះនេះសម្រេចអញ្ចឹងចុះបើបែកផ្ទះហើយឆ្នាំងចានផ្ទះកាធុនក្នុងផ្ទះចៅយីក៏ត្រូវយកទៅខ្លះដែរបើមិនអញ្ចឹងទេប្តីប្រពន្ធវាយ៉ាងម៉េចនឹងអាចធ្វើម្ហូបបានមិនបាច់ទេពួកយើងយកតែភួយរបស់យើងទេពួកយើងទាំងពីរទៅរស់នៅផ្ទះចាស់ដែលបន្សល់ទុកពីជីតាទៅបានហើយនេះជាសម្ដីឯងនិយាយណាថ្ងៃក្រោយកុំមកទារបស់ពីយើងឲ្យសោះសម្ដីនិយាយចេញហើយសេះ4ក៏តាមមិនទាន់ដែរផ្ទះចាស់នេះទុកចោលយូរពេកហើយកន្លែងណាក៏មានតែធូលីដែរមិនអីទេបងយើងបោសសម្អាតទីនេះបន្តិចទៅគឺស្អាតហើយល្អថ្ងៃមុខទីនេះគឺជាផ្ទះរបស់យើងទាំងពីរហើយអូនក៏មកជួយដែរលាងសម្អាតរួចរាល់ហើយសំណាងហើយដែលផ្ទះចាស់នេះនៅអាចរស់នៅបានបើមិនអញ្ចឹងទេបន្ទាប់ពីបែកផ្ទះរួចខ្ញុំនឹងស៊ីវជីងច្បាស់ជាគ្មានកន្លែងនៅទេពេលនេះបញ្ហាកន្លែងស្នាក់នៅត្រូវបានដោះស្រាយហើយដល់ពេលត្រូវគិតពីរបៀបរកលុយមកកែមឲ្យជីវភាពហើយនឹកឃើញហើយបងសំឡាញ់បងកំពុងគិតអីនឹងស៊ីវជីងបន្តិចទៀតបងត្រូវចេញទៅក្រៅមួយផ្លែតអូនចាំបងត្រឡប់មកវិញពួកយើងនឹងញ៉ាំអាហារឆ្ងាញ់មួយពេលប៉ុន្តែពួកយើងទើបតែបែកផ្ទះយើងមិនបានទាស្បៀងមកសោះផ្ទះយើងគ្មានអីអាចញ៉ាំបានទេឥឡូវនេះទុកចិត្តចុះរឿងនេះទុកឲ្យបងអ្នកចាត់ការបងទៅសិនហើយមិនដឹងថាចៅយីទៅរកស្បៀងនៅណាទេលេងខ្វល់ហើយបើជ្រុលជារៀបការនឹងចៅយីទៅហើយមួយជីវិតនេះខ្ញុំសន្មតយកតែគាត់ម្នាក់ទេប៉ុន្តែដើម្បីសុវត្ថិភាពខ្ញុំគួរតែទៅធ្វើការរកពិន្ទុសិនទៅល្អដើម្បីដូរយកស្បៀងខ្លះសិនអូអ្នកភូមិរវល់តែចុះស្រែធ្វើការនឹកស្មានមិនដល់ថាយើងអាចមកមាត់ទន្លេចាប់ត្រីសោះនេះគឺជាឱកាសរបស់ខ្ញុំហើយរួចរាល់ហើយទៅធ្វើការសិនល្អជាងបានឬអត់ចៅយីនិងគ្រួសារបែកផ្ទះគ្នាហើយដូចជាដោយសារប្រពន្ធថ្មីរបស់គេឈ្មោះស៊ីវជីងជាអ្នកញុះញង់ចៅយីនេះក៏គ្មានគំនិតដែរប្រពន្ធថាអីក៏ស្ដាប់តាមដែរភុយការប្រពន្ធភ្លេចម៉ែហើយចៅយីមកដល់ហើយឈប់និយាយទៅមែនឈប់និយាយទៅកុំរកសាច់រឿងឲ្យសោះរឿងគ្រួសារខ្ញុំមិនដល់វេនពួកឯងដែលចូលចិត្តចេះដឹងរឿងគេមកចេះដឹងទេកុំចេះតែនិយាយផ្ដេសផ្ដាសបើឲ្យខ្ញុំឬពួកឯងនិយាយដើមប្រពន្ធខ្ញុំទៀតកុំបន្ទោសថាខ្ញុំមិនយោគយល់ឲ្យសោះប្រពន្ធសម្លាញ់ពាក្យចាំអារាមទាំងនេះអូនគ្រាន់តែចាត់ទុកដូចជាខ្យល់បក់កាត់ត្រចៀកទៅបានហើយជីវិតរស់នៅយ៉ាងម៉េចក្នុងចិត្តយើងដឹងច្បាស់ហើយអូនដឹងហើយឈប់សិនទាំងអស់គ្នាប្រមូលផ្ដុំគ្នាទាំងអស់ដាក់ការងារនៅក្នុងដៃចុះសិនតោះមកប្រមូលផ្ដុំគ្នាទាំងអស់គ្នាដាក់ការងារនៅក្នុងដៃចុះសិនលោកប្រធានភូមិមានរឿងអីហ្នឹងមានការអីមែនទេស្ងាត់ទាំងអស់គ្នាគឺអញចេះនៅរោងឈើកំពុងរើសអ្នកស៊ីឈ្នួលមានបាយឲ្យហូបមួយថ្ងៃឲ្យ3កាក់មានអ្នកណាចង់ចុះឈ្មោះទេមួយថ្ងៃ3កាក់ស្បៀងតម្លៃ7សេនមួយចិនមួយថ្ងៃអាចទិញស្បៀងបាន4ចិនកន្លែងឱកាសល្អណាស់ការងារនៅរោងឈើអញចង់ចុះឈ្មោះទេចំណាត់ថ្នាក់នេះខ្ញុំមិនយកទេទុកឲ្យអ្នកដែលត្រូវការវិចុះអាស័យបំផ្លាញគ្រួសារជីវិតស្រួលមិនទាន់បានប៉ុន្មានថ្ងៃផងឱកាសរកលុយល្អយ៉ាងនេះឯងបែរជាមិនយកបើឯងមិនទៅទេទុកចំណាត់ថ្នាក់នោះឲ្យពុកឯងទៅឲ្យខ្ញុំទៅហាពិតជាល្អណាស់បំផ្លាញគ្រួសារនេះវាល្ងងដល់ថ្នាក់អស់ថ្នាំព្យាបាលហើយអញត្រូវតែចាប់យកឱកាសនេះឲ្យបានល្អបំផ្លាញគ្រួសារឯងកុំមកដណ្ដើមចំណាត់ថ្នាក់នេះពីអញឲ្យសោះអ្នកណាទៅក៏ទៅចុះខ្ញុំមិនដណ្ដើមទេស៊ីវជីងពួកយើងទៅផ្ទះវិញចុះពួកយើងក៏ទៅដែរចៅយីមួយជីវិតនេះគឺចប់ហើយមានលុយក៏មិនរកពិតជាខួរក្បាលចូលទឹកមែនចៅយីមិនបានបងមិនទៅធ្វើការនៅរោងឈើមួយខែអាចបានប្រាក់ខែ5-4រៀលឯណោះមួយខែ5-4រៀលគឺមិនតិចទេដល់ម៉ោងហើយតោះបងនាំអូនទៅកន្លែងមួយបងសម្លាញ់កន្លែងអីទៅដល់អូននឹងដឹងហើយអាយ៉ាបងកុំលាក់បាំងអីឆាប់ប្រាប់អូនមកអាយ៉ាអូនធ្វើការអស់កន្លះថ្ងៃហើយពួកយើងទៅផ្ទះផឹកទឹកសិនទៅបន្ទាប់មកយកចបកាប់នេះទុកនៅផ្ទះទើបបងនាំអូនទៅ
เจ้ายีบองนอมโอนหมกมอดตันเลทเฟอไอมีนไตรชมนะซึดกุมออยแนบเซ็งเคยเอาซอเจ้ายีบองคือดอยซาแต่เรื่องนี้เติบมันเติบเฟือการในโรงเชอร์แมนเตเตรหายไตรแต่งนี้นายื่อมันเติมแต่อาจตกยำครูนอันเตแทมแต่งอาจยกเตอลุเนตีกรงเตียบหองเตรเนตีกรงนาอาจลุบานใบกะปรามเส้นมุยจีไหนเนาะกรอนแต่ลุปนมันกบ่าวชบ้าจีบานลอยจานจิงเติบเฟือการในโรงเชอร์เหมือนขานเจ้ายีบองเปิดจีฉลาดนะบองปรับหายตาปรบปนสำลังบองชบ้าจีหนึ่งเฟือโอนบานหกไอเสลียเปียกอกระดาวหนึ่งมีนจีวเพียบละอเหมือนขานมุยระยะนี้เปทไงบองเติบเฟือกาเปยกบองรกไตรโปรโมไตรบานปีละออยถมป่าบองจำมันคอเตไงนี้เนโพชนียทานยีพินเลวนังมีนเอากาดอลอมวยขนงกาลุไตรนี้จิตดอมองใบเตอหายเนลุไตรแต่บานนัดตุกไม่ก็มันตอนหมอกเตียบพิวจรานอย่างนี้สุดแต่หมอกดำใบยามไตรจมหอยทำไมนี่มันแมนเฟือเอาโคยกาเตขยมเปิดจีจำมันคอแมงไงนี้จีไงแต่เนบกดกงไตรระบอบโพชนียทานยีพินเลวมันไอกดกงตอนเปเวลีเปิดแมงถ้ากายตาตรกาไตรเตยกมวยโปรไอมีนไตรสุดแต่ไตรเติบจับปีตันเลยทำไมเตียงทมเตียงสระเตียดถ้ากายสะเมื่อเตอบ้านขยมยกเตียงออกขนมดำไหลปรามกะมวยเจนต่อชับโจขนมห้างดำใบเกิดลอยจีมวยขยมปัดลอนักสมานมันดอสอธาไตรปีลอยนี้อาจลุบานดอ60 ปรามปีเรียวปรามกะนิสมานังเติร์เฟือการในโรงเชื่อกันลัชนำเตอหายมองก็เลงเลื่อนได้หายเติร์ติงยวันคลาเอาประปนสันหายชับตรลอบเติบเตะประปนสำลังบองหมกเวงหายชับหมกเมื่อบองติงไอออยโอนคลาอายาหมกนี้รบอจรานมาเลยเจ้ายีบองไอเมียนเติร์เฟือเรื่องโคชบับไอรืออดสำนางหายเนื้อปีกรอยบองขมิ้นเนี่ยนาดาตามเตปรปนสำลังรบอเตียงมีนามันแมนบองลุยเกเตก็มันแมนบองพลอนเกได้คือบองเต็งแต่งออเต็งยือไงนี้บองมันบานปรับโอนเตถ้าบองเตอตีรุมสรกดำใบลุไตรนูรบอเตียงนี้สุดแต่เต็งดอยลุยลุไตรแต่งออนังอาเมนไฮเนื้อซอ50 ใบเรียวปีกะตีบลุยได้เนื้อซอโอนตกเตอจรานอย่างนี้เอาโอนเตียงออหรือประกอบไฮโอนคือจีประปนรบอบองตาป่าโอนมันตกตาออยแหนนาตกหรือมวยออยแหนบเซงเจ้ายีบานรีบการหนังบองโอนเปิดจิมินกระไดศกหนาสิวจิงชีวิตดอลอรบยังเติบแต่จับดามเตจีบมนโอนเนกใบบองรงตกจรันนะจงกร้อยอายุมันดอ50 ชนำพองก็เตยจุมือเถื่อตกระหดบัดบองชีวิตจีบนังบองเตยแต่เมื่อไทยโอนออยบานละอเถื่อออยโอนคลายจีมนุษย์ไรแต่มีนกระไดศกบ่มพดในเลอโลกนี้ไม่ขยมจ้องยำนมป้าผมเศร้าขยมมันจ้องยำอำเศร้ากระหอมเตกึดแต่ปียำนมป้าผมเศร้านังไอกึดทาจ้องยำก็บายำแมงรบก็มอนะเจ้าให้ไอเตะเจ้ายีติ้งเตียงไซติ้งเตียงกระนัดบานไม่กุมปรับนาธาลุยขนมเตะไม่ยกเตออ้อยเจ้ายีเอาหายนูไอนี่เยสไอวิญญาณไซเนบเตะวิเนบเตะติ้งไซแมนหายเนี่ยพุ่มเคยกรุบขณีไงนี้กอดติ้งรบหมกเตะจรานะมันบานเตอันเตอแต่เตอเมอตาวิมีนเรื่องไอออยประกอบไม่ยกปงมอนเตอเฟอไอกมเจดังเอโกนทมเนบเตเตไม่หมกตีนี้มีนกาไออายาโกนทมไม่มีนเรื่องไอหมกนี้ไม่มีนเรื่องจ้องนิยัยปรับเรื่องไอเตอไม่และลิมแทมเตียงมันอ่อยเกเคยเตียดยกเตอไม่ตุกยำครูนอันเตออายาเอายกก็ยกเตอไม่ตั้งจิตยกหมอกอันเตเนบเตยังสุดแต่มันตอนบานพลุเตปงมอนเนบเตสุดแต่เตยกเตโดยกลอยมีนแต่ไงกำนัดโอนเตเติบบานยำมวยกรอบไงนี้ไม่กัดไอแทมเตียงยกหมอกอ่อยขยมมวยกรอบเตียดเปรียบโดยจีบโดเตอจีมนุมันแนบเซงเงินจังไม่มีนกาไอนิยัยตรองหมอกไม่เกธาไงนี้อันติ้งสัจจรนะปุกอันเตอเฟือกาก็ฮอตเนยนาได้บ่าอันมีนซอก็ยกเตออ่อยปุกอันคลาเตอเป้ากำลังกอดปีมนเปใบเตะขยมทาปุกไม่มาเอียงสมานแต่หมายดังครูนทาเข้าจมปูขยมเติบตั้ง7 หมก 2 จมือ7
នឹកស្មានមិនដល់ថាមកតាំងចិត្តចង់បានសាច់សោះម៉ែសាច់ផ្ទះពួកខ្ញុំញ៉ាំអស់បាត់ហើយលើកក្រោយចាំធ្វើឲ្យម៉ែញ៉ាំពេលនេះគឺគ្មានទេអីយ៉ាអញ្ចឹងលើកក្រោយបើឯងទិញសាច់ត្រូវចាំយកទៅឲ្យពុកឯងផងណាបាទអញ្ចឹងម៉ែទៅសិនហើយមិនមែនថានិយាយថាទិញច្រើនទេអេម៉ែចុះសាច់ឯណាបងឯងថាញ៉ាំអស់ហើយខ្ញុំមិនជឿទេសាច់ច្រើនយ៉ាងនឹងមិននឹងអាចញ៉ាំមួយពេលអស់ទៅច្បាស់ជាពួកគេមិនព្រមឲ្យពួកយើងហើយខ្ញុំនឹងទៅរករឿងពួកគេឥឡូវនេះអាយ៉ាមកនេះប្រពន្ធសម្លាញ់យើងញ៉ាំសាច់ឈ្ងុយណាស់ឆាប់ភ្លក់ទៅយីលោកបងចៅយីខ្ញុំគិតមិនខុសមែនសាច់ច្រើនយ៉ាងនឹងពួកបងទាំងពីរមិនអាចញ៉ាំលឿនបែបនេះទេតាមពិតត្រូវពួកបងទាំងពីរលួចលាក់ទុកសោះឯងមកដល់ហើយស៊ីវឆាប់អង្គុយចុះញ៉ាំជុំគ្នាទៅទើបតែដួសពីឆ្នាំងថ្មីឈ្ងុយណាស់ពីមុនលាក់សាច់មិនឲ្យឃើញឥឡូវធ្វើពុតជាហៅខ្ញុំញ៉ាំសំដែងឲ្យអ្នកណាមើលទៅភុយពិតជាគួរឲ្យខ្ពើមណាស់ឯងកំពុងនិយាយជាមួយអ្នកណាខ្ញុំកំពុងនិយាយជាមួយមីស្រីម្នាក់ហ្នឹងស្អីគេមីស្រីម្នាក់ហ្នឹងនាងគឺជាបងថ្លៃធំរបស់ឯងគឺមីស្រីម្នាក់នេះលាក់សាច់ទុកមិនឲ្យខ្ញុំញ៉ាំខ្ញុំមានសិទ្ធិអីត្រូវហៅនាងថាបងថ្លៃធំនោះចុះខ្ញុំវិញឯងតាំងពីចូលផ្ទះមកដល់ឥឡូវឯងមានធ្លាប់ហៅខ្ញុំថាបងធំទេបើកមាត់បិទមាត់ហៅតែចៅយីតើនេះជាចរិតដែលប្អូនស្រីគួរមានឬបានខ្ញុំនឹងនិយាយឲ្យច្បាស់តែម្ដងទៅអ្នកដែលមិនព្រមយកសាច់ចេញមកគឺខ្ញុំនេះហើយច្រើនឆ្នាំមកនេះឯងចាត់ទុកការលះបង់របស់ខ្ញុំចំពោះឯងជារឿងដែលគួរតែធ្វើថ្ងៃនេះគ្រាន់តែដើម្បីសាច់មួយដុំរត់មកដល់ផ្ទះខ្ញុំមកសួរដេញដល់ខ្ញុំនឹងបងថ្លៃឯងប្អូនស្រីដូចជាឯងនេះខ្ញុំមិនត្រូវការទេចៅយីបងឯងវាថោកទាបឆាប់ចេញឲ្យផុតទៅយ៉ាងម៉េចហើយបងប្រុសឯងឲ្យសាច់ឯងនៅគាត់ថែមទាំងជេរខ្ញុំទៀតម៉ែពិតជាក្រឡាប់មេឃមែនវាហ៊ានជេរឯងផងហ៎អេតាមកពីមីចាងជីងនឹងជាអ្នកញុះញង់វាមែនទេតាមកពីមីចាងជីងនឹងមែនទេជាអ្នកញុះញង់មិនមែនទេគឺចៅយីនិយាយដោយខ្លួនឯងគាត់គ្រាន់តែមិនចង់ឲ្យខ្ញុំញ៉ាំសាច់ទើបលាក់សាច់ទុកអញ្ចឹងស្អីគេនេះជាសម្ដីបងប្រុសធំឯងនិយាយមែនទេពិតប្រាកដ 100% គាត់ថែមទាំងដេញខ្ញុំចេញទៀតផងពីមុនចៅយីជាមនុស្សស្លូតបូតវីមិនចេញសម្លេងសោះផ្ទះនិយាយអីក៏វាស្ដាប់តាមដែរពីថ្ងៃនេះមិនក៏មើលទៅមានអាកប្បកិរិយាមិនល្អដាក់អ្នកផ្ទះសោះមានរឿងអីទៅម៉ែឯងគិតមើលចៅយីទិញសាច់ច្រើនយ៉ាងហ្នឹងច្បាស់ជាចាយលុយអស់ច្រើនណាស់ពេលបែកផ្ទះគាត់គ្មានអីសោះចុះគាត់បានលុយពីណាទៅឬមួយក៏លួចគេទេដឹងបើមិនអញ្ចឹងទេពួកយើងទៅប្តឹងលោកប្រធានលីតាវឈៀនទៅឲ្យវាវិនិច្ឆ័យមិនខានឯងនិយាយត្រូវប៉ុន្មានឆ្នាំនេះពិន្ទុការងារដែលវារកបានសុទ្ធតែនៅកន្លែងអញមិននឹងមានលុយទិញសាច់ច្បាស់ជាធ្វើរឿងមិនត្រឹមត្រូវហើយអញទៅរកលោកប្រធានភូមិឥឡូវនេះខ្ញុំទៅជាមួយម៉ែដែរចៅយីយើងធ្វើបែបនេះមិនសូវល្អទេដឹងស៊ីវទោះយ៉ាងណាក៏ជាប្អូនស្រីបងដែរបើយើងចង់មានជីវិតរស់នៅសុខសាន្តត្រូវតែនៅឲ្យឆ្ងាយពីពួកគេបន្តិចរឿងនេះស្ដាប់បងទៅស្ដាប់តាមបងទាំងអស់ចៅយីមានការអីមែនទេស៊ីវជីងអូនទៅយកចានមួយដាក់សាច់ចូលខ្លះទៅពួកយើងយកទៅឲ្យប៉ាម៉ាក់ខ្លះស្អីគេបងបដូរចិត្តហើយហ៎ចៅយីតាមពិតបងនិយាយថាយកសាច់ទៅឲ្យគឺយកទៅឲ្យប៉ាម៉ាក់អូនសោះត្រូវហើយពេលដែលបងនឹងអូនសំបីតែបាយក៏គ្មានញ៉ាំគឺប៉ាក្មេកម៉ាក់ក្មេកដែលបានលក់ផ្ទះចាស់របស់គាត់ប្រមូលលុយមួយកញ្ចប់យកមកឲ្យពួកយើងឥឡូវនេះបងអាចរកលុយបានហើយជាការពិតដែលត្រូវសងគុណពួកគាត់ទាំងពីរស៊ីវជីងអូនយកសាច់ចូលទៅមុនទៅរួចចាំបងទៅទិញស្រាល្អ2-3ដបឲ្យប៉ាសិនថ្ងៃនេះត្រូវផឹកជាមួយប៉ា2-3កែវល្អតាអាយ៉ាព្រឹកនេះពិតជាធ្វើការមិនតិចទេតើអាយ៉ាក្មួយស្រីចាងជីងថ្ងៃនេះមិនក៏ត្រឡប់មកផ្ទះម្ដាយតែឯងអញ្ចឹងច្បាស់ជាផ្ទះខាងប្តីគេមិនចូលចិត្តហើយមើលទៅបើមិនអញ្ចឹងទេមិនក៏ប្តីនាងមិនមកជាមួយផងតែមើលទៅរាងកាយនាងមិនដូចជាត្រូវគេធ្វើបាបនៅផ្ទះប្តីទេអ្នកឯងមើលចុះនាងថែមទាំងកាន់ឆ្នាំងសាច់ក្មួយទៀតផងសាច់ស្អីគេច្បាស់ជាធ្វើពុតជាមានបានហើយទោះជារស់នៅផ្ទះប្តីមិនកើតក៏ត្រូវតែធ្វើពុតដែរសំហេតុផលតើបើអញ្ចឹងពួកយើងទៅមើលបន្តិចទៅមានរឿងសប្បាយមើលមិនមើលគឺល្ងងហើយតោះទៅមើលរឿងគេតោះស៊ីវជីងកូនត្រឡប់មកវិញហើយមកតែឯងទេចៅយីមិនមកជាមួយកូនទេ
តាអ្នកផ្ទះគេធ្វើបាបកូនមែនទេម៉ាក់មិននឹងអាចទៅបងយីគាត់ទៅទិញស្រាហើយយប់នេះគាត់ចង់ផឹកជាមួយប៉ាពី3កែវយប់នេះគាត់ចង់ផឹកជាមួយប៉ាពី3កែវកូននិយាយមែនហមែនតាម៉ាក់បងយីធ្វើល្អដាក់កូនណាស់ពីមុនពេលដឹងថាម្ដាយក្មេកនិយាយអាក្រក់ពីកូនគាត់ក៏ព្រមបែកផ្ទះជាមួយគ្រួសារគាត់ថ្ងៃនេះខ្សាច់ហើយគាត់តាំងចិត្តឲ្យកូនយកមកឲ្យម៉ាក់និងប៉ាភ្លុកមើលចុះចាំងជីងផ្ទះអ្នកឯងត្រឡប់មកផ្ទះវិញលើកដំបូងកូនប្រសារអ្នកឯងបែរជាមិនមកសោះនេះពិតជាមិនទុកមុខឲ្យគ្រួសារអ្នកឯងតតែសោះបើបដូរជាគ្រួសារខ្ញុំវិញម្លេះពេលនេះនាំមនុស្សទៅរករឿងដល់ផ្ទះបាត់ទៅហើយហាហាចៅយីទៅទិញស្រាចិត្តមកដល់ឥឡូវហើយម៉ោងនេះទៅហើយពួកឯងនៅតែនិយាយការពារវាទៀតហ៎មានតែគ្រួសារអ្នកឯងទេដែលស្លូតពេកបើមិនអញ្ចឹងទេចៅយីនឹងមិនហ៊ានមិនមកត្រូវហើយខ្ញុំមើលទៅចៅយីនេះតាមពិតមិនបានមកទេនៅប្រាប់ថាទៅទិញស្រាទៀតអីយ៉ាសុំភ្លើបន្តិចណាម៉ាក់ខ្ញុំទិញស្រាស៊ីងហ្វាសុនពីរបីដបយប់នេះយើងញ៉ាំជុំគ្នាល្អជាងស្រាស៊ីងហ្វាសុនមួយដបនេះតម្លៃដល់ទៅ3រៀលឯណោះនឹកស្មានមិនដល់សោះថាកូនប្រសារគ្រួសារចាងហ៊ានចំណាយលុយទិញស្រាល្អយ៉ាងនេះឲ្យពុកក្មេកសោះឬមួយពួកយើងពីមុនគិតខុសអស់ហើយអ្នកទាំងពីរពួកយើងត្រូវញ៉ាំបាយហើយអញ្ចឹងមិនខាត់អ្នកទាំងពីរទៀតទេណាធ្វើដំណើរឲ្យស្រួលខ្ញុំមិនបានជូនដំណើរទេម៉ាក់ប៉ាចេញពីធ្វើការឬនៅខ្ញុំទៅហៅគាត់មកញ៉ាំបាយល្អថ្ងៃនេះខ្ញុំត្រូវផឹកកំដរប៉ាពី3កែវល្អយកស៊ីវជីងនិងកូនប្រសារមកវិញហើយប៉ាហាខ្ញុំជួយកាន់បងឆាប់លាងដៃញ៉ាំបាយទៅអាយ៉ាបាទប៉ាអញ្ជើញអង្គុយប៉ាខ្ញុំចាក់ឲ្យថ្ងៃនេះតាំងចិត្តយកស្រាល្អនិងសាច់ឆ្ងាញ់មកឲ្យប៉ាខ្ញុំថាតើពេលខ្ញុំត្រឡប់មកវិញឃើញអ្នកចិត្តខាងនៅមុខទ្វារមើលទៅច្រណែនឈ្នានេះនិយាយដើមគេតាមពិតមកពីរឿងនេះសោះចរិតពួកគេយ៉ាងម៉េចពួកយើងមិនដឹងឯណាឃើញគេល្អជាងមិនបានខ្វល់ពីពួកគេធ្វើអីមកកូនប្រសាយើងទាំងពីរផឹកមួយកែវទៅល្អតាប៉ាស្រាល្អណាស់មកកូនប្រសាញ៉ាំសាច់គ្នាទៅបាទអរគុណប៉ាប្រពន្ធសម្លាញ់អូនក៏ញ៉ាំដែរទៅអីនឹកស្មានមិនដល់ថាញ៉ាំបាយមួយពេលនេះរហូតដល់ម៉ោងនេះសោះសំណាងហើយដែលប៉ាម៉ាក់នៅភូមិជាប់នេះបើមិនអញ្ចឹងទេម្លេះមិនបានដល់ផ្ទះលឿនអញ្ចឹងទេចៅយីទីបំផុតឯងត្រឡប់មកវិញហើយឆាប់និយាយពីដំណើរដើមទងនៃការប្រព្រឹត្តបទល្មើសរបស់ឯងឲ្យច្បាស់មកលោកប្រធានភូមិលោកមកយាមនៅមុខផ្ទះខ្ញុំថែមទាំងឲ្យខ្ញុំសារភាពពីបទល្មើសទៀតសូមសួរថាតើខ្ញុំបានធ្វើខុសអីឯងនៅចេះទៀតពួកឯងបែកផ្ទះឯងគ្មានស្អីសោះថ្ងៃនេះបែរជាទិញសាច់ច្រើនយ៉ាងនេះបើមិនមែនលួចគេទេតើបានមកពីណាបើមិនមែនលួចគេទេតើបានមកពីណាពាក្យទាំងនេះតើអ្នកណានិយាយប្រាប់លោកអាយ៉ាគឺខ្ញុំប្រាប់លោកប្រធានមានបញ្ហាអីមែនទេចៅយីឯងហ៊ានធ្វើរឿងគួរឲ្យខ្មាស់គេបែបនេះខ្ញុំពិតជាត្រូវកម្ចាត់មនុស្សអាក្រក់ដើម្បីយុត្តិធម៌ហើយចៅយីអ្នកណាប្រើឲ្យឯងមានសាច់ហើយមិនឲ្យពួកយើងញ៉ាំធ្វើអីពេលនេះដឹងខ្លាចហើយឬនៅតាមពិតគ្រាន់តែដោយសាររឿងប៉ុណ្ណឹងពួកអ្នកក៏ចោទខ្ញុំថាលួចរបស់គេពួកអ្នកដឹងច្បាស់ឬអត់បើបទចោទលួចរបស់នេះត្រូវបានគេកាត់ទោសមែននោះខ្ញុំនឹងត្រូវគេបាញ់ចោលនោះមកពីឯងសឹមតែត្រូវអាយ៉ាអ្នកណាប្រើឲ្យឯងទៅលួចរបស់គេធ្វើអីក៏ដោយសារតែឯងមុខមាត់គ្រួសារយើងត្រូវបាត់បង់អស់ហើយថ្ងៃក្រោយជៀសមិនផុតនឹងត្រូវអ្នកភូមិនិយាយដើមចង្អុលមុខពីក្រោយខ្នងមិនខានចៅយីរឿងវាមកដល់ថ្នាក់នេះទៅហើយឯងនៅមានអីចង់និយាយទៀតទេឆាប់សារភាពដោយត្រង់មកហាមប៉ះប្តីខ្ញុំចាំងជីងចេញឲ្យឆ្ងាយលោកប្រធានភូមិលោកថាខ្ញុំលួចរបស់តើលោកមានភស្តុតាងច្បាស់លាស់ទេយកចេញមកឲ្យខ្ញុំមើលបន្តិចមើលភស្តុតាងម៉ែឯងនិងប្អូនស្រីឯងសុទ្ធតែបានចេញមុខប្តឹងឯងថាលួចរបស់ហើយនេះនៅមិនទាន់គ្រប់គ្រាន់ទៀតចុះពួកគេបានឃើញផ្ទាល់ភ្នែកថាខ្ញុំលួចរបស់គេដែរឬទេខ្ញុំពួកយើងទោះជាមិនបានឃើញផ្ទាល់ភ្នែកប៉ុន្តែចៅយីយករបស់មកវិញច្រើនយ៉ាងនេះច្បាស់ជាលួចគេមកហើយលោកឬនៅពួកគេតាមពិតមិនបានឃើញខ្ញុំលួចរបស់គេផងចៅយីចុះសាច់មួយចានធំនោះបានមកពីណាខ្ញុំទៅធ្វើការនៅទីរួមស្រុករកលុយទិញមិនបានទេឬមួយមានច្បាប់កំណត់ថាលុយដែលខ្ញុំរកបានដោយខ្លួនឯងមិនអនុញ្ញាតឲ្យខ្ញុំចាយទេចំណែកលោកជាដល់ទៅប្រធានភូមិមិនស៊ើបអង្កេតការពិតច្បាស់ក៏មករកវាប្រហារខ្ញុំដល់ផ្ទះបើរឿងនេះត្រូវបែកធ្លីពេញភូមិតើលោកគិតថាអ្នកភូមិនឹងនៅតែគោរពជឿជាក់លោកទៀតទេហាអាយ៉ាសុំទោសផងចៅយីសុទ្ធតែជាការយល់ច្រឡំទេ
រឿងនេះមិនអាចឲ្យអ្នកភូមិដឹងបានទេណាហាហាលីតាវឈៀនទោះយ៉ាងណាក៏ជាប្រធានភូមិបើពិតជាធ្វើឲ្យគាត់ខឹងមែនថ្ងៃក្រោយខ្ញុំនឹងស៊ីវជីងច្បាស់ជាពិបាករស់នៅក្នុងភូមិមិនខានរឿងនេះមិនប្រកាន់ខឹងគាត់ទេចុះប៉ុន្តែខ្ញុំត្រូវតែឲ្យគាត់ដឹងថាខ្ញុំមិនមែនងាយឲ្យគេរករឿងទេបើមិនអញ្ចឹងទេយូរមកនិយាយបែបនេះម្ដងនឹងរំខានដល់ការរកលុយរបស់ខ្ញុំមិនខានចុះរឿងលោកចង់រុញប្រពន្ធខ្ញុំអំបញ្ញមិញនេះគិតយ៉ាងម៉េចដែរអេប្រពន្ធចៅយីរឿងលើកនេះសុំទោសផងក្មួយកុំខឹងអីណាហាហាហានិយាយដោះស្រាយគ្នារួចក៏បានហើយប៉ុន្តែលោកប្រធានភូមិថ្ងៃក្រោយលោកត្រូវតែស៊ើបការពិតច្បាស់សឹមមកប្រកាសហើយដោយសារតែគ្មានភស្តុតាងហ៊ានទម្លាក់កំហុសលើចៅយីស្ទើរតែបង្កជារឿងធំទៅហើយដកពីន្ទុកការងារពួកឯង3ថ្ងៃមិនបានទេផ្ទះពួកយើងក៏ស្រាប់ទៅហើយថែមទាំងគ្មានស្បៀងទៀតបើដកពីន្ទុកការងារពួកយើងទៀតផ្ទះពួកយើងច្បាស់ជាគ្មានបាយញ៉ាំហើយចៅយីបងជួយនិយាយប្រាប់ម៉ែឲ្យពួកខ្ញុំផងទៅពេលដែលពួកអ្នកទាំងពីរអ្នកប្តឹងខ្ញុំមិនក៏មិនគិតថារឿងវានឹងធ្លាក់ដល់ចំណុចនេះនៅឲ្យខ្ញុំជួយទៀតពួកអ្នកឯងមើលមកខ្ញុំដូចមនុស្សល្ងងមែនទេចៅយីអាមនុស្សហមលគុណនឹងធ្វើឲ្យឯងស្ដាយក្រោយមិនខានចាំងស៊ីវឯងចង់ធ្វើអីបើឯងនៅតែហ៊ានលោឡាទៀតខ្ញុំនឹងចាប់ឯងឥឡូវហើយខ្លាំងតែជាមួយអ្នកផ្ទះឯងទេអាមនុស្សហមលគុណខ្ញុំគួរតែឈប់ខ្វល់ពីឯងតាំងពីយូរយប់ជ្រៅហើយខ្ញុំមិនខាត់អ្នកទាំងអស់គ្នាទៀតទេធ្វើដំណើរឲ្យស្រួលខ្ញុំមិនជូនទៅទេបងយីពេលនេះអូនទើបតែយល់ថាហេតុអីបានជាបងចង់បែកផ្ទះពួកគេគ្រាន់តែដើម្បីសាច់មួយចានហ៊ានដល់ថ្នាក់ចង់បញ្ជូនបងចូលគុកពិតជាហួសហេតុពេកហើយថ្ងៃក្រោយជីវិតពួកយើងនឹងល្អប្រសើរនិងមានក្តីសុខណាស់ម្សិលមិញលីតាវឈៀនត្រូវសម្ដីម៉ែនឹងយ៉ាវស៊ីវបោកប្រាស់ថែមទាំងចង់ចាប់ខ្ញុំដាក់គុកទៀតទោះបីជាមិនបានសម្រេចក៏ដោយតែច្បាស់ណាស់ថាខ្ញុំត្រូវពួកគេសម្លឹងមុខជាប់ហើយទន្លេនេះនៅជិតភូមិពេកបើខ្ញុំនៅតែបន្តចាប់ត្រីទៀតគង់តែមានថ្ងៃគេទាន់មិនខានត្រូវតែរកផ្លូវរកលុយផ្សេងទើបបាននឹកឃើញហើយខ្ញុំអាចចូលព្រៃបេះទំពាំងបាយជូរបានតើបើខ្ញុំចាំមិនខុសទេសហករណ៍នៅទីរួមស្រុកកំពុងតែប្រមូលទិញផ្លែឈើច្រើនណាស់ត្រូវហើយសមិទ្ធទំពាំងបាយជូរព្រៃទីនេះអ្នកទិញទេសហករណ៍យើងមួយរយៈនេះពិតជាត្រូវការប្រមូលទិញផ្លែឈើច្រើនមែនប៉ុន្តែទំពាំងបាយជូរព្រៃនេះវាអាចឆ្ងាញ់ដែរទេសាក់ភ្លុកមួយម៉ាត់សិនទៅបើឆ្ងាញ់ចាំយើងនិយាយគ្នាទៀតទំពាំងបាយជូរនេះផ្អែមណាស់មួយល្អយនេះពួកយើងយកទាំងអស់សមិទ្ធចាំបន្តិចមានការអីមែនទេមិនមែនថាទំពាំងបាយជូរខ្ញុំនេះសមិទ្ធអ្នកយល់ច្រឡំហើយអំបញ្ញមិញមេយើងបានភ្លុកទំពាំងបាយជូរដែលអ្នកបេះរសជាតិពិតជាឆ្ងាញ់ណាស់ដូច្នេះទើបឲ្យខ្ញុំមកសួរអ្នកតើអ្នកអាចយកទំពាំងបាយជូរមកឲ្យពួកយើងរាល់ថ្ងៃបានទេគ្រាន់តែមិនដឹងថាអ្នកត្រូវការប៉ុន្មានទោះមានប៉ុន្មានក៏ដោយឲ្យតែមានគឺយកមកចុះចាប់ពីថ្ងៃស្អែកទៅខ្ញុំនឹងយកមកឲ្យពួកអ្នករាល់ថ្ងៃល្អណាស់ខ្ញុំទៅប្រាប់មេយើងសិនហើយនឹកស្មានមិនដល់ថាទំពាំងបាយជូរព្រៃដែលមានពេញភ្នំពេលមកដល់ទីរួមស្រុកលក់ដាច់យ៉ាងនេះសោះខ្ញុំតែម្នាក់ឯងទោះជាខំប្រឹងបេះតស្លាប់ក៏បេះទំពាំងបាយជូរមិនបានប៉ុន្មានដែរអាយ៉ានឹកឃើញហើយខ្ញុំអាចហៅពុកក្មេកនិងបងថ្លៃប្រុសឲ្យមកធ្វើជាមួយគ្នាធ្វើបែបនេះពួកគេក៏អាចមានចំណូលបន្ថែមដែរប៉ាធ្វើអីនឹងយករបស់ច្រើនយ៉ាងនេះមកផ្ទះខ្ញុំធ្វើអីកាលពីម្សិលមិញឯងទាំងជូនសាច់ទាំងទិញស្រាច្បាស់ជាចាយលុយអស់មិនតិចទេមែនទេប៉ាដឹងថាពួកឯងទើបតែបែកផ្ទះក្នុងដៃមិនសូវមានលុយទេប៉ានឹងម៉ាក់ឯងបារម្ភខ្លាចពួកឯងដាច់ពោះទើបតាំងចិត្តយកស្បៀងខ្លះពីផ្ទះមកឲ្យពួកឯងយកមកដល់ហើយនេះលុយ3រៀលឯងទុកឲ្យស្រួលបួលទៅថ្ងៃក្រោយណាពួកយើងមិនអាចចាយលុយខ្ជះខ្ជាយទៀតទេឲ្យតែប្តីប្រពន្ធឯងទាំងពីររស់នៅបានសុខសាន្តគឺស្កប់ចិត្តហើយហាប៉ាទុកចិត្តចុះពេលនេះខ្ញុំនឹងស៊ីវជីងរស់នៅបានសុខណាស់ពួកយើងមានលុយកូនឯងនេះមិនក៏រឹងរូសសម្លេះសុទ្ធតែអ្នកផ្ទះជាមួយគ្នានៅចំពោះមុខប៉ានៅចង់ធ្វើខ្លាំងអីទៀតឆាប់ទុកលុយនេះទៅប៉ាអ្វីដែលខ្ញុំនិយាយសុទ្ធតែជាការពិតថ្ងៃនេះខ្ញុំរកលុយបាន17រៀលឯណោះឯងមកនិយាយផ្ដេសផ្ដាស់អីនៅទីនេះលុយ17រៀលនេះទោះបីជាទៅធ្វើការនៅរោងឈើសន្សំសំចៃស៊ីចាយ2ខែក៏រកមិនបានច្រើនយ៉ាងនេះដែរតើឯងពិតជារកបានថ្ងៃនេះមែនទេបើមិនជឿប៉ាមើលចុះលុយច្រើនយ៉ាងនេះឯងនិយាយតាមពិតជាការពិតមែនឯងនិយាយការពិតប្រាប់ប៉ាមកលុយនេះពិតជាឯងរកបានដោយខ្លួនឯងមែនទេមិនអាចទៅធ្វើរឿងខុសច្បាប់ទេណាមិននឹងអាចទៅប៉ានេះគឺខ្ញុំលក់ទំពាំងបាយជូររកបានលក់ទំពាំងបាយជូររកលុយបានច្រើនម្លឹងផងនេះលឿនពេកហើយប៉ុណ្ណឹងមានអីខ្ញុំបាននិយាយត្រូវរយជាមួយសហករណ៍រួចហើយ
ពួកយើងនឹងយកទំពាំងបាយជូរទៅឲ្យគេរាល់ថ្ងៃថ្ងៃក្រោយនឹងរកលុយបានកាន់តែច្រើនកូនឯងពិតជាមានសមត្ថភាពមែនប៉ាអញ្ចឹងប៉ាទៅវិញសិនហើយប៉ាខ្ញុំនៅមានរឿងមួយចង់ប្រាប់ប៉ារឿងអីទៅកូនយ៉ាងយូរមួយខែទៀតទំពាំងបាយជូរក្នុងព្រៃនេះនឹងស្អុយរលួយអស់ហើយយើងត្រូវប្រញាប់ឆ្លៀតពេលទៅបេះទំពាំងបាយជូរឲ្យបានច្រើនយកទៅលក់យកលុយប៉ានឹងបងថ្លៃគួរតែទៅបេះទំពាំងបាយជូរជាមួយខ្ញុំការងារក្នុងដៃទុកចោលសិនទៅនេះបើជាអ្នកផ្សេងមានផ្លូវរកលុយគេច្បាស់ជាលាក់ចិត្តឈឹងខ្លាចតែមានគេដឹងមកដណ្ដើមផ្លូវរកស៊ីរបស់គេបាត់ទៅអញបែរជាចង់នាំពួកយើងទៅរកលុយជាមួយគ្នាទៅវិញប៉ាពួកយើងជាគ្រួសារតែមួយត្រូវតែរកលុយជាមួយគ្នាប៉ាពិតជាមើលមនុស្សមិនខុសមែនអញ្ចឹងបានប៉ាទៅវិញឥឡូវនេះដើម្បីទៅប្រាប់ពិភាក្សាជាមួយបងថ្លៃអេងសិនបាត់ប៉ាកូនធំកូនទី2ឈប់រវល់សិនទៅប៉ាមានរឿងចង់ពិភាក្សាជាមួយពួកឯងរឿងអីក៏ប្រញាប់ម្លេះប៉ាមិនចាំចេញពីធ្វើការសឹមនិយាយទេពួកយើងកំពុងតែរកពិន្ទុការងារណាពិន្ទុការងារស្អីទៅសុំច្បាប់លោកប្រធានភូមិទាំងអស់គ្នាទៅសុំច្បាប់សុំបីតែពិន្ទុការងារក៏លែងចង់បានដែរមែនទេប៉ាតានៅផ្ទះមានកើតរឿងអីមែនទេប៉ាចុះម៉ាក់មិនក៏មិនមកជាមួយប៉ាដែរកុំប្រាប់ណាថាម៉ាក់មានរឿងអីប៉ាម៉ាក់កើតអីឲ្យប្រកាសទៅអាយ៉ាពួកឯងលោឡាអីហ្នឹងម៉ាក់ឯងនៅផ្ទះសុខសប្បាយធម្មតាទេប៉ាមកក៏ហៅពួកឯងដើម្បីទៅរកលុយទេដើម្បីរកលុយត្រូវហើយប៉ាទើបតែមកពីផ្ទះប្អូនស្រីឯងប្អូនថ្លៃឯងចៅយីថ្ងៃនេះលក់ទំពាំងបាយជូររកបានលុយជាង10រៀលឯណោះជាង10រៀលច្រើនម្លឹងផងពួកយើងធ្វើស្រែមួយឆ្នាំក៏រកមិនបានច្រើនប៉ុណ្ណឹងដែរប្អូនថ្លៃនឹកស្មានមិនដល់ថាមួយថ្ងៃអាចរកបានច្រើនយ៉ាងនេះមើលទៅប្អូនស្រីយើងបានប្តីមានសមត្ថភាពហើយជីវិតថ្ងៃមុខច្បាស់ជារស់នៅបានស្រួលមិនខានមែនហើយប្អូនថ្លៃមនុស្សនេះធ្វើការស្មោះត្រង់ណាស់អញមើលចុះពេលនេះរកលុយបានក៏មិនភ្លេចពួកយើងដែរថែមទាំងរៀបចំនាំពួកយើងទៅលក់ទំពាំងបាយជូរជាមួយគ្នាទៀតពួកឯងទាំងពីរទៅណាទៅសុំច្បាប់យកទំពាំងបាយជូរទៅលក់រកលុយសម្មិតទីបំផុតអ្នកមកដល់ហើយទំពាំងបាយជូរដែលអ្នកយកមកកាលពីម្សិលមិញពួកយើងលក់តែ1ម៉ោងកន្លះគឺអស់រលីងមានអ្នកសួរមិនតិចទេថាពេលណាមានទំនិញចូលទៀតអាយ៉ានេះខ្ញុំមកដល់ហើយតើថ្ងៃនេះយកមកច្រើនច្បាស់ជាគ្រប់គ្រាន់ហើយអញ្ចឹងពិតជាល្អណាស់ថ្ងៃនេះមានប៉ុន្មានពួកយើងមកទាំងអស់សរុបគឺ153ចិនលុយ45រៀល9កាក់ល្អសម្មិតទុកឲ្យស្រួលបួលទៅប៉ានេះ30រៀលសម្រាប់ប៉ាមិនក៏ឲ្យប៉ាច្រើនម្លេះលុយនេះប៉ាមិនអាចទទួលទេប៉ាទំពាំងបាយជូរថ្ងៃនេះភាគច្រើនសុទ្ធតែជាប៉ានិងបងថ្លៃទាំងពីរជាអ្នកបេះទេនេះជាអ្វីដែលប៉ាគួរតែទទួលបានហើយបែបនេះមិនបានទេផ្លូវរកលុយនេះគឺឯងអ្នកនឹកឃើញឲ្យពួកយើងយកចំណែកធំមិននឹងសមទៅយកអញចេះចុះយើងចែកគ្នា5-5ទៅហើយចំណែករបស់ប៉ានេះប៉ា3នាក់ឪពុកកូនចែកគ្នាបើមិនអញ្ចឹងទេពួកយើងនឹងមិនធ្វើជាមួយអញទៀតទេបើនៅតែប្រកែកគ្នាបែបនេះទៀតមើលទៅប៉ាច្បាស់ជាមិនយកលុយនេះទេប៉ាអញ្ចឹងហើយធ្វើតាមគាត់ថាចែកគ្នា5-5ចុះយ៉ាងច្រើនថ្ងៃក្រោយខ្ញុំសូមគុណគាត់ឲ្យច្រើនបន្តិចទៅអញ្ចឹងក៏បានហើយហេតោះថ្ងៃនេះរកលុយបានហើយឪពុកកូនយើងទៅផ្សារទិញអីវ៉ាន់ខ្លះទៅប៉ាធ្លាប់សន្យាជាមួយម៉ាក់ឯងហើយថាថ្ងៃក្រោយនឹងទិញសាច់ទិញខោអាវថ្មីឲ្យគាត់ល្អខ្ញុំក៏ត្រូវទៅទិញអីវ៉ាន់ខ្លះដែរហាបងយីទីបំផុតបងត្រឡប់មកវិញហើយរងចាំយូរហើយមែនទេបងទិញនំដែលអូនចូលចិត្តញ៉ាំជាងគេមកឲ្យអូនភ្លក់មើលទៅផ្អែមណាស់ដូចទឹកឃ្មុំអញ្ចឹងបងយីបងក៏ញ៉ាំដែរទៅពិតជាផ្អែមមែនប៉ុន្តែមិនផ្អែមស្មើអូនបានរៀបការជាមួយបងទេមួយប៉ព្រិចភ្នែកមួយខែជាងកន្លងផុតទៅប៉ុន្មានថ្ងៃនេះនាំប៉ានិងបងថ្លៃទាំងពីរលក់ទំពាំងបាយជូរសរុបប្រេងបាន7ទៅ800រៀលតែពេលនេះទំពាំងបាយជូរចាប់ផ្ដើមរលួយហើយមិនអាចលក់បានទៀតទេត្រូវតែរកផ្លូវរកលុយផ្សេងទៀតទើបបាននឹកឃើញហើយទំពាំងបាយជូររលួយនឹងតាក់ទាញជ្រូកព្រៃមកកាយស៊ីខ្ញុំគ្រាន់តែជីករណ្ដៅអន្ទាក់ទុកជាមុននៅលើភ្នំទៅចាប់បានជ្រូកព្រៃយកសាច់ទៅលក់ក៏នៅតែអាចរកលុយបានដែរតំបន់នេះមានស្នាមជើងជ្រូកព្រៃញឹកជាងគេ
ជីកអន្ទាក់នៅទីនេះងាយស្រួលចាប់ពួកវាបានបំផុតអន្ទាក់ជីករួចរាល់អស់ហើយពេលនេះរៀបចំទុកដាក់រួចរាល់អស់ហើយចាំតែជ្រូកព្រៃដើរចូលអន្ទាក់ខ្លួនឯងប៉ុណ្ណោះស្ដាប់សំឡេងនេះស្មានតែមានជ្រូកព្រៃធ្លាក់ចូលអន្ទាក់ហើយជ្រូកព្រៃនេះពិតជាធំមែនយ៉ាងហោចណាស់ក៏ខ្ទង់200ចិនដែរប៉ាដឹកយកទៅលក់នៅទីរួមស្រុកយ៉ាងហោចណាស់ក៏លក់បានជាង100រៀលដែរគ្រាន់តែវាធំបែបនេះដឹកទៅទីរួមស្រុកពិតជាពិបាកណាស់ត្រូវតែទៅខ្ចីទេសរុញទើបបានចៅយីឯងមកដល់ហើយម៉ាក់ឯងព្រឹកនេះទើបតែអ៊ូនឹកឯងថ្ងៃត្រង់នេះកុំទាន់អើទៅវិញអីញ៉ាំបាយនៅផ្ទះយើងសិនទៅមិនបាច់ទេប៉ាខ្ញុំមកលើកនេះគឺចង់ខ្ចីទេសរុញទេខ្ញុំត្រូវទៅទីរួមស្រុកមួយជើងទៀតឯងខ្ចីទេសរុញយកទៅធ្វើអីថ្ងៃនេះខ្ញុំឡើងភ្នំប្រើអន្ទាក់ចាប់បានជ្រូកព្រៃមួយក្បាលខ្ញុំគិតចង់យកវាទៅលក់នៅទីរួមស្រុកស្អីគេជ្រូកព្រៃកូនឯងនេះថ្លើមធំមែនឯងគិតថាជ្រូកព្រៃងាយស្រួលរករឿងមែនទេបើជ្រុលជាមានរឿងអីមែនឯងចង់ឲ្យប៉ានិងម៉ាក់ដែលជាមនុស្សសក់ស្កូវជូនដំណើរមនុស្សសក់ខ្មៅមែនទេចុះកូនស្រីប៉ាគិតយ៉ាងម៉េចទៅប៉ាទុកចិត្តចុះប៉ាមើលចុះខ្ញុំមិនអីទេតើហើយមិនអីគឺល្អហើយប៉ុន្តែសមត្ថភាពឯងពិតជាមិនតូចទេមនុស្សប៉ុន្មានអ្នកចូលព្រៃសុទ្ធតែមកវិញដែរទេឯងគ្រាន់តែទៅភ្លាមក៏ចាប់បានជ្រូកព្រៃបាត់ហាគ្រាន់តែសំណាងទេប៉ាសំណាងទេហ៎រទេះរុញអាចឲ្យខ្ញុំខ្ចីប្រើបានទេប៉ានៅក្បែរជ្រុងជញ្ជាំងឯងទៅអូសខ្លួនឯងទៅមិនអីទេចាំប៉ាទៅអូសឲ្យចុះប៉ាទៅទីរួមស្រុកជាមួយឯងជ្រូកព្រៃធំយ៉ាងនេះឯងតែម្នាក់ឯងធ្វើម៉េចនឹងរៀបចំតាន់តោះមកចូលមកមើលបានបងប្អូនសាច់ជ្រូកព្រៃទើបចាប់បានថ្មីធានាថាសុទ្ធល្អសាច់ជ្រូកព្រៃនេះមួយចិនតម្លៃប៉ុន្មាន9កាក់មួយចិនលោកពូយកប៉ុន្មានដែរ9កាក់ថ្លៃម្លេះសាច់ជ្រូកលក់នៅសហករណ៍ទើបតែ7កាក់5សេនមួយចិនសោះមិនអីទេមិនទិញទេលោកពូកុំទាន់អើទៅទោះបីជាសាច់ជ្រូកព្រៃនេះថ្លៃបន្តិចមែនប៉ុន្តែនេះមិនមែនជាសាច់ជ្រូកស្រុកដែលលក់នៅសហករណ៍ទេណារបស់ខ្ញុំនេះគឺជាសាច់ជ្រូកព្រៃសុទ្ធ 100% រសជាតិធានាថាឆ្ងាញ់ជាងជ្រូកចិញ្ចឹមមិនខានឯងនិយាយមែនហ៎លោកពូទិញមួយចិនយកទៅរំងាស់សាក់មើលទៅធានាថាក្មេងផ្ទះចិត្តខាងឃ្លានតតែយំមិនខានហាឯងនិយាយស្ដាប់ទៅគួរឲ្យចាប់អារម្មណ៍ណាស់អញ្ចឹងខ្ញុំយកមួយចិនទៅភ្លក់មើលចុះបាទពូចៅយីពូយើងលក់ថ្លៃពេកហើយដឹងឯងមើលចុះមិនសូវមានអ្នកណាទិញសោះគួរតែយើងបញ្ចុះតម្លៃបន្តិចទៅប៉ាទុកចិត្តចុះសាច់ជ្រូកព្រៃនេះមិនថ្លៃតតែសោះបន្តិចទៀតភ្ញៀវនឹងមកហើយមែនហ៎យកសាច់ជ្រូកព្រៃឲ្យខ្ញុំ20ចិនមកលោកពូមនុស្សនៅផ្ទះពូមិនតិចទេតើទិញសាច់ជ្រូកច្រើនយ៉ាងនេះតែម្ដងញ៉ាំអស់ដែរទេក្មួយឯងមិនយល់ទេនេះជារបស់កម្រណាស់ខ្ញុំទិញឲ្យច្រើនបន្តិចទោះយកទៅជូនគេឬទុកញ៉ាំខ្លួនឯងក៏សមរម្យដែរពូយកសាច់ទៅសរុប18រៀលចៅយីនេះច្បាស់ជាស្ថិតក្នុងការគិតទុករបស់ឯងហើយមែនទេបាទប៉ាពេលនេះទៅទិញសាច់នៅសហករណ៍មិនត្រឹមតែមានលុយទេត្រូវតែមានបានទិញសាច់ទៀតផងសាច់ជ្រូកព្រៃយើងនេះជារបស់កំមស្រាប់ហើយថែមទាំងមិនបាច់ប្រើប៉ាន់ទិញសាច់ទៀតតម្លៃថ្លៃបន្តិចក៏សមហេតុផលដែរមិនយូរប៉ុន្មានទេជាង200ចិននេះច្បាស់ជាលក់អស់រលីងមិនខានចៅយីឯងពិតជាមានដុំខាងរកស៊ីមែនលើកនេះសាច់ជ្រូកព្រៃលក់បានសរុប189រៀលប៉ានេះ30រៀលប៉ាយកទៅប៉ាមិនបានធ្វើអីសោះមិននឹងអាចយកលុយឯងបានទៅប៉ាទទួលយកទៅសំណាងហើយដែលលើកនេះប៉ាអាចមកបានបើមិនអញ្ចឹងទេជ្រូកព្រៃធំយ៉ាងនេះខ្ញុំរុញមកទីរួមស្រុកមិនដល់ទេហាប៉ាមានកូនប្រសារដូចជាឯងនេះច្បាស់ជាបុណ្យដែលសាងពីជាតិមុនហើយកូនបង្កើតរបស់គេជាច្រើនក៏មនុស្សតញោដូចឯងដែរហាតោះពួកយើងដើរលេងបន្តិចទៅ
ត្រូវល្មមមកអញប៉ុន្មានថ្ងៃមុនទៅតែអូថានៅផ្ទះអស់ស្ករគ្រាប់ទឹកដោះគោហើយទិញ2ជីនយកទៅផ្ទះបានតើខ្ញុំក៏ត្រូវទិញអីវ៉ាន់ខ្លះយកទៅជូនគេដែរជូនអ្នកណាទៅប៉ាពីរបីថ្ងៃទៀតប៉ានឹងដឹងហើយដល់ពេលនោះនៅរំខានប៉ាឲ្យជួយនិយាយពាក្យល្អពីរបីម៉ាត់ផងណាគ្មានបញ្ហាទេនោះមិនមែនចៅយីទេមិនចម្លែកទេដែលវាមានលុយតាមពិតលួចចូលព្រៃបរបាញ់សัตว์យកមកលក់យកលុយសោះលើកនេះត្រូវខ្ញុំទាន់ហើយវាច្បាស់ជារត់មិនរួចទេខ្ញុំទៅប្តឹងលោកប្រធានភូមិឥឡូវនេះលោកប្រធានភូមិខ្ញុំចង់ប្តឹងចៅយីគាត់លួចឡើងភ្នំទៅបរបាញ់ជ្រូកព្រៃបំផ្លាញផលប្រយោជន៍រួមឯងមានភស្តុតាងទេលើកមុនឯងនឹងម៉ែឯងថាចៅយីលួចរបស់គេចុងក្រោយសំបីតែភស្តុតាងបន្តិចក៏គ្មានដែរចុងក្រោយបានត្រឹមតែអាម៉ាស់មុខខ្លួនឯងលើកនេះធានាថាមិនខុសទេខ្ញុំឃើញផ្ទាល់ភ្នែកគាត់ដឹកសាច់ជ្រូកព្រៃទៅលក់នៅទីរួមស្រុកអញ្ចឹងល្អអញ្ចឹងពួកយើងទៅមើលនៅផ្ទះចៅយីឥឡូវនេះទៅចៅយីឆាប់ប្រមៀលក្បាលចេញមកលោកប្រធានលីមកចាប់អញហើយលោកប្រធានលីតើលោកអញ្ជើញមកមានការអីមែនទេមានគេប្តឹងថាឯងលួចឡើងភ្នំបរបាញ់សត្វហើយមិនព្រមប្រគល់ឲ្យស្មោះភាពទៀតនេះមិនត្រឹមត្រូវតាមច្បាប់ទម្លាប់ទេត្រូវតែចាត់វិធានការឲ្យបានតឹងរ៉ឹងមានគេប្តឹងគាត់ឬច្បាស់ជាចៅស៊ីវស៊ីវលួចចាក់រុកពីក្រោយខ្នងទៀតហើយលោកប្រធានលីលោកប្រហែលជាភ្លេចរឿងលើកមុនដែលនាងទម្លាក់កំហុសថាចៅយីផ្ទះខ្ញុំលួចរបស់គេហើយមែនទេប្រពន្ធចៅយីរឿងលើកមុនពិតជាការយកច្រឡំមែនប៉ុន្តែលើកនេះមិនដូចគ្នាទេចៅស៊ីវស៊ីវថានាងបានឃើញផ្ទាល់ភ្នែកនាងថាបានឃើញផ្ទាល់ភ្នែកចុះវាច្បាស់ជាការពិតមែនឬនៅតែពាក្យដដែលភស្តុតាងណែណាមិនអាចគ្រាន់តែអាំងមាត់នាងថាម៉េចក៏ជឿអញ្ចឹងនោះទេសម្ដីឯងនេះក៏មានហេតុផលចៅស៊ីវស៊ីវឯងអាចយកភស្តុតាងមកបញ្ជាក់ថាអ្វីដែលឯងនិយាយជាការពិតបានទេខ្ញុំគ្មានភស្តុតាងទេប៉ុន្តែចៅយីលក់សាច់ជ្រូករួចច្បាស់ជាត្រឡប់មកផ្ទះវិញពួកយើងរងចាំគាត់ត្រឡប់មកវិញនៅទីនេះទៅដល់ពេលនោះចាំចាប់គាត់ឲ្យទាន់នឹងមុខតែម្ដងល្អអញ្ចឹងធ្វើតាមនឹងចុះបើសិនជាចៅយីធ្វើខុសមែនខ្ញុំដាច់ខាតមិនលើកលែងឲ្យទេប៉ុន្តែបើឯងប្តឹងបរិហាកិច្ចគេអញ្ចឹងខ្ញុំត្រូវតែដាក់ទោសឯងហើយខ្ញុំយល់ព្រមលោកប្រធានភូមិប៉ុន្តែគ្រាន់តែខ្លាចចាងជីងទៅប្រាប់ឲ្យគាត់ដឹងខ្លួនមុនខ្ញុំគិតថាពួកយើងរងចាំនៅទីនេះឲ្យចាងជីងនៅតែក្នុងទីធ្លានេះមិនអាចទៅណាបានទាំងអស់បានតើចៅយីទៅទីរួមស្រុកលក់សាច់ជ្រូកព្រៃជាមួយប៉ារឿងនេះខ្ញុំដឹងច្បាស់ណាស់តែមិនក៏ចៃដន្យត្រូវចៅស៊ីវស៊ីវប្រទេសឃើញអញ្ចឹងសង្ឃឹមថាពេលនេះចៅយីនិងប៉ាកុំទាន់ត្រឡប់មកផ្ទះអីបើមិនអញ្ចឹងទេច្បាស់ជាមានរឿងធំមិនខានចៅយីឯងថាចង់ទិញរបស់ជូនគេតាមពិតគឺជូនលីតាវឈៀនសោះប៉ានិយាយត្រូវតែកន្លះទេខ្ញុំមិនមែនចង់ជូនលីតាវឈៀនទេគឺជូនប្រពន្ធគាត់អ៊ូឡានទៅវិញទេប៉ានៅតែមិនយល់ហេតុអីត្រូវជូនរបស់ទៅឲ្យអ៊ូឡានមួយរយៈមុនខ្ញុំនឹងលីតាវឈៀនដោយសារតែរឿងប្តឹងផ្តល់នោះមានរឿងរកាំរកូសគ្នាបន្តិចបន្តួចថ្ងៃក្រោយបើចង់រស់នៅក្នុងភូមិឲ្យបានសុខត្រូវតែដោះស្រាយចំនួននេះសិនលីតាវឈៀនកុំមើលឃើញខាងក្រៅជាប្រធានភូមិប៉ុន្តែនៅផ្ទះគាត់ស្ដាប់បង្គាប់ប្រពន្ធណាស់ចូលតាមផ្លូវអ៊ូឡាននេះគឺស័ក្តិសមបំផុតហើយចៅយីរឿងទំនាក់ទំនងសង្គមបែបនេះនឹកស្មានមិនដល់ថាឯងពូកែសោះបងថ្លៃអ៊ូឡាននៅផ្ទះទេនេះមិនមែនជាកូនធំត្រកូលចៅនឹងពូហ្វូសឹងទេថ្ងៃនេះមិនក៏មានពេលទំនេរមកលេងផ្ទះខ្ញុំអញ្ចឹងបងថ្លៃខ្ញុំគ្រាន់តែមកអរគុណលោកប្រធានកាលពីមួយរយៈមុនតែបានជួយដោះស្រាយរឿងបែកផ្ទះនោះតើក្មួយឯងនេះមកលេងផ្ទះនៅមានយូកាដូមកទៀតពូហ្វូសឹងពូក៏មិនខាត់ក្មេងបន្តិចដែរទឹកចិត្តបន្តិចបន្តួចរបស់ក្មេងទទួលយកទៅពួកឯងទើបតែមកវិញច្បាស់ជាមិនទាន់ញ៉ាំបាយទេខ្ញុំទៅធ្វើម្ហូបឥឡូវនេះបងថ្លៃកុំរវល់អីពួកយើងត្រូវទៅផ្ទះវិញហើយស៊ីវជីងនៅចាំឯផ្ទះអេកុំប្រញាប់ទៅពេកអីញ៉ាំបាយនៅទីនេះសិនទៅអញ្ចេះចុះខ្ញុំដើរទៅជូនដំណើរអ្នកទាំងពីរបងថ្លៃបងពិតជាគួរសំពេចហើយថែមទាំងដើរជូនខ្ញុំមកដល់មុខផ្ទះទៀតនេះពិតជាក្រែងចិត្តណាស់ឲ្យពួកឯងញ៉ាំបាយនៅផ្ទះពួកឯងក៏មិនព្រមថែមទាំងមិនព្រមឲ្យខ្ញុំជូនដំណើរពួកឯងទៀតនេះពួកយើងមកដល់ហើយបងថ្លៃឆាប់ត្រឡប់ទៅវិញទៅពេលនេះមកដល់មុខផ្ទះហើយ
វ៉ហើយមិនទាន់បានរត់ទៅប្រាប់ចៅយីនឹងប៉ាទេគិតយ៉ាងម៉េចទៅចៅយីទីបំផុតអញត្រឡប់មកវិញហើយពួកយើងនៅទីនេះរងចាំអញអស់2 ម៉ោងពេញឆាប់និយាយតាមត្រង់មករឿងដែលឯងលួចបរបាញ់ជ្រូកព្រៃនោះឯងមានភស្តុតាងទេហ៊ានទម្លាក់កំហុសថាខ្ញុំបរបាញ់ជ្រូកព្រៃឯងលក់សាច់ជ្រូកព្រៃនៅទីរួមស្រុកខ្ញុំបានឃើញទាំងអស់ខ្ញុំនេះហើយជាសាក្សីលោកប្រធានភូមិក្នុងខ្លួនចៅយីច្បាស់ជាមានលុយលក់សាច់ជ្រូកគ្រាន់តែឆែកមើលនឹងមានភស្តុតាងហើយចៅយីឯងសហការបន្តិចទៅងាយស្រួលឲ្យខ្ញុំឆែកខ្លួនមិនបានទេពួកអ្នកគ្មានភស្តុតាងមានសិទ្ធិអីមកឆែកខ្លួនខ្ញុំអាំងលើលីតៅឈៀនជាប្រធានភូមិប្រពន្ធចៅយីនាងឆាប់ជាផ្លូវឲ្យខ្ញុំឥឡូវនេះថ្ងៃនេះត្រូវតែឆែកលីតៅឈៀនលោកហ៊ានប្រពន្ធអូនខាត់បងធ្វើអីលោកពិតជាថ្លើមធំមែននឹកស្មានមិនដល់ថាហ៊ានឆែកខ្លួនចៅយីផងប្រពន្ធសម្លាញ់ចៅយីលួចបរបាញ់ជ្រូកព្រៃមិនព្រមប្រគល់ឲ្យស្មោះភាពថែមទាំងទៅលក់សាច់នៅទីរួមស្រុកទៀតនេះជារឿងបំផ្លាញផលប្រយោជន៍រួមថមសុតថ្ងៃនេះប្អូនចៅយីនិងពូហ្វូសឹងនៅទៅលេងផ្ទះយើងតើមានពេលឯណាទៅលក់សាច់ជ្រូកព្រៃនោះខ្ញុំមើលទៅបងវង្វេងស្មារតីហើយទៅស្ដាប់ពាក្យបោកប្រាស់របស់មនុស្សអាក្រក់ចៅសៀវអ្វីដែលប្រពន្ធខ្ញុំនិយាយជាការពិតមែនទេលោកប្រធានលោកត្រូវតែជួយខ្ញុំណាខ្ញុំអាចស្ពះបានអ្វីដែលខ្ញុំនិយាយសុទ្ធតែជាការពិតឲ្យតែឆែកខ្លួនចៅយីអ្វីនឹងច្បាស់ទាំងអស់ហើយប្រពន្ធសម្លាញ់បើចៅសៀវនិយាយបែបនេះទៅហើយពួកយើងឆែកគាត់បន្តិចទៅមើលសម្ដីខ្ញុំនិយាយបងមិនទុកក្នុងភ្នែកទេមែនទេថ្ងៃនេះបើមិនប្រដៅបងទេខ្ញុំមិនសុខចិត្តទេអូយប្រពន្ធសម្លាញ់ថ្នមបន្តិចឈឺស្លាប់ខ្ញុំហើយមកពីឯងនឹងហើយទម្លាក់កំហុសលើចៅយីធ្វើឲ្យប្រពន្ធខ្ញុំខឹងយ៉ាងនេះរឿងនេះមិនទាន់ចប់ទេអូនឆាប់តាមបងទៅផ្ទះវិញនិយាយរឿងឥតប្រយោជន៍ច្រើនម្លេះអេចុះក៏ទៅបាត់អញ្ចឹងងាប់ហើយនេះគឺជាឱកាសដ៏ល្អបំផុតដើម្បីទម្លាក់ចៅយីបែរជាត្រូវរំលងបាត់ទេអញ្ចឹងមិនត្រឹមតែប៉ុណ្្នឹងទេថ្ងៃក្រោយខ្ញុំច្បាស់ជាខ្លាចជាបន្លាក្នុងភ្នែករបស់លីតាវឈៀនមិនខានឆ្អឹងតឹងលើកនេះមានបញ្ហាធំហើយអូនស្មានតែលើកនេះចប់សពគ្រប់ហើយតើនឹកស្មានមិនដល់សោះថាបងថ្លៃអ៊ូឡានអាចអូសលោកប្រធានភូមិទៅបាត់ស្រមោលតែម្ដងរឿងនេះក៏នៅក្រៅការគិតទុករបស់បងដែរប៉ុន្តែហេតុអីបានជាបងថ្លៃស្រីជួយយើងខ្លាំងម្ល៉េះឬមួយក៏ដោយសាររបស់ដែលយើងជូនគាត់ថ្ងៃនេះពិតជាមានប្រសិទ្ធភាពពិតមែនមិនស្រួលទេថ្ងៃនេះពេលដែលបងនឹងប៉ាទៅផ្ទះបងថ្លៃស្រីរាក់ទាក់ណាស់ថែមទាំងតាំងចិត្តដើរជូនបងនឹងប៉ាមកដល់មុខផ្ទះទៀតរឿងនេះមើលទៅមិនស្រួលទេតើវាមានរឿងអីឲ្យប្រកាសទៅអូយប្រពន្ធសម្លាញ់អូនថ្នមបន្តិចកុំមួទៀតអារម្មណ៍បងដូចជាត្រជាក់ចិត្តដាច់ហើយឈឺទេសំណាងហើយដែលរឿងនេះបើអូនមិនលូកដៃទេចំនួនរវាងបងនិងចៅយីនឹងកាន់តែជ្រៅទៅមិនខានប្រពន្ធសម្លាញ់តាមពិតអូនខ្លែងធ្វើសោះត្រូវហើយបើអូនមិនខត់បែបនេះទេបងប្រកាសជីទៅឆែកខ្លួនចៅយីមែនបើសិនជាឆែកឃើញលុយលក់សាច់ជ្រូកមែននោះទើបហៅថាមានបញ្ហាបងចង់និយាយថាចៅយីច្បាស់ជាធ្វើខុសមែនហើយបងទៅរកវីទូទាត់បញ្ជាឥឡូវនេះបងត្រឡប់មកវិញភ្លាមអូនពិបាកណាស់ទម្រាំតែអាចដោះស្រាយរឿងនេះបានបងទៅរកគាត់ធ្វើអីទៀតប្រពន្ធសម្លាញ់ហេតុអីអូនធ្វើបែបនេះអាយ៉ាបងសាក់គិតមើលទៅចៅយីនេះទើបតែបែកផ្ទះបាន1 ខែសោះតែបែរជាមានសាច់ញ៉ាំគ្រប់ពេលថែមទាំងនាំគ្រួសារឪពុកក្មេកឲ្យទៅរកលុយជាមួយគ្នាទៀតជីវិតរស់នៅសុខស្រួលយ៉ាងណាទៅបងទៅតាំងខ្លួនជាស្ត្រូវជាមួយគាត់ពេលនេះតើបងគិតខ្លីប៉ុណ្ណាទៅវាមានសមត្ថភាពតាក់ទងអីនឹងបងខួរក្បាលបងចូលទឹកហើយឬគាត់មានសមត្ថភាពអាចធ្វើឲ្យជីវិតគ្រួសារឪពុកក្មេកកាន់តែល្អប្រសើរឡើងមែនទេថ្ងៃក្រោយក៏អាចធ្វើឲ្យជីវិតយើងទាំងពីរកាន់តែល្អប្រសើរឡើងបានដែរណាប្រពន្ធសម្លាញ់ពិតជាអូនឆ្លាតមែនអូនពន្យល់បងឲ្យយល់ហើយប្រកាសហើយថ្ងៃក្រោយបងត្រូវតែចងសម្ព័ន្ធភាពឲ្យបានល្អជាមួយចៅយីនេះពេលទំនេរគ្មានការអីឧស្សាហ៍ទៅលេងផ្ទះគាត់ទៅដឹងទេមិនប្រកាសថាមានថ្ងៃណាមួយពួកយើងទាំងពីរអាចពឹងពាក់គាត់ឲ្យក្លាយជាអ្នកមានបានត្រូវហើយប្រពន្ធសម្លាញ់បងបានការអូនជាប្រពន្ធមិនដឹងថាចំណេញផ្លូវវាងអស់ប៉ុន្មានទេអ្នកក្រៅសុទ្ធតែនិយាយថាបងជាមនុស្សខ្លាចប្រពន្ធពួកគេមិនដឹងទេថាបងអាចដើរមួយជំហានម្ដងមកដល់ថ្ងៃនេះបានសុទ្ធតែបានប្រពន្ធសម្លាញ់អប់រំបានល្អទេតើ
អាយ៉ាមាត់ផ្អែមម្លេះធ្វើឲ្យបងឈឺមែនទេថ្ងៃក្រោយអូននឹងថ្នមបន្តិចហេមិនឈឺទេប្អូនចៅយីនៅផ្ទះទេនៅតើលោកប្រធានរកខ្ញុំមានការអីមែនទេម្សិលមិញពេលត្រឡប់ទៅវិញបងថ្លៃឯងបានស្ដីបន្ទោសឲ្យខ្ញុំមួយប្រាវដូច្នេះថ្ងៃនេះខ្ញុំមកសុំទោសឯងសង្ឃឹមថាឯងមិនប្រកាន់ខឹងរឿងមុនអីលោកប្រធានលោកគួរសំពេចហើយប្រញាប់អង្គុយចុះតាមពិតក្រៅពីសុំទោសខ្ញុំនៅមានរឿងមួយទៀតគឺនៅអណ្ដូងរ៉ែឈូងថ្មកំពុងរើសមនុស្សមួយខែប្រាក់ខែ25រៀលឯងចង់ទៅទេនេះគឺជាការងារដ៏ល្អមួយពីមុនដាច់ខាតមិនដល់វេនខ្ញុំទេមើលទៅលីតាវឈៀនពិតជាស្មោះចិត្តចង់ដោះស្រាយបញ្ហាជាមួយខ្ញុំមែនប៉ុន្តែពេលនេះខ្ញុំមិនត្រូវការងារនេះទៀតទេបើយោងតាមការចងចាំពីជាតិមុនរកស៊ីជួញដូរច្បាស់ជារកលុយបានច្រើនជាងការងារនេះមិនខានលោកប្រធានខ្ញុំមិនត្រូវការវាទេលោកប្រធានទុកចំណាត់ថ្នាក់នេះឲ្យអ្នកផ្សេងទៅបានបើឯងមិនទៅក៏មិនអីដែរបងថ្លៃឯងនិយាយថាឯងជាមនុស្សមានសមត្ថភាពការរកលុយសម្រាប់ឯងច្បាស់ជាស្រួលមិនខានត្រូវហើយលោកប្រធានខ្ញុំមានរឿងមួយចង់ឲ្យលោកជួយបន្តិចឯងមានការអីនិយាយមកកុំក្រែងចិត្តអីខ្ញុំចង់សុំច្បាប់សម្រាប់3ថ្ងៃយូរម្លេះបានតើស្របពេលដែលមួយរយៈនេះស្រែចម្ការក៏មិនសូវមានការងារអីដែរខ្ញុំអនុញ្ញាតហើយពិតជាចង់សម្ព័ន្ធភាពបានល្អសុំច្បាប់ក៏ងាយស្រួលដែរឆ្លៀតក្នុងឱកាសនេះខ្ញុំក៏ត្រូវតែរៀបចំផែនការរកលុយជំហានបន្ទាប់សិនសម្មិតខានមកមួយរយៈហើយតើថ្ងៃនេះនៅមានទំពាំងបាយជូរព្រៃទៀតទេសុំទោសផងពេលនេះគ្មានទំពាំងបាយជូរទៀតទេខ្ញុំមកទិញអីវ៉ាន់ទេតើអ្នកចង់ទិញអ្វីដែរប្រេងឆា30ចិនអំបិល50ចិននិងក្រណាត់100ម៉ែត្ររបស់ច្រើនយ៉ាងនេះតើអ្នកកាន់រួចទេខ្ញុំមានរទេះរុញមកជាមួយទុកចិត្តចុះអ្នកគ្រាន់តែវិចខ្ចប់ឲ្យខ្ញុំទៅរងចាំបន្តិចខ្ញុំយកមកឥឡូវនេះត្រូវហើយនេះគឺជំរាវស្យងដើរទៅមុខបន្តិចទៀតគឺដល់ភូមិលីនស៊ីហើយខ្ញុំអាចប្រមូលទិញសាច់សត្វព្រៃពីអ្នកភូមិដោយផ្ទាល់ធ្វើបែបនេះខ្ញុំក៏មិនបាច់ប្រថុយគ្រោះថ្នាក់ចូលព្រៃទៀតដែរប៉ុន្តែអ្នកភូមិនៅទីនេះចូលចិត្តប្រើទំនិញដូរគ្នាជាងប្រេងអំបិលក្រណាត់ដែលទិញពីសហករណ៍ពីមុនគឺសាកសមយកមកប្រើការល្មមលោកតាខ្ញុំឈ្មោះចៅយីខ្ញុំចង់យកទំនិញមកដូរសាច់បន្តិចបន្តួចជាមួយអ្នកទាំងអស់គ្នាឯងមានយកអំបិលមកទេយកមកច្រើនណាស់ក្រណាត់និងប្រេងក៏មានត្រៀមមកដែរសុទ្ធតែនៅលើទេល្អណាស់ផ្ទះតាស្តុកសាច់ជ្រូកព្រៃទុកច្រើនណាស់ក្មួយរងចាំនៅទីនេះសិនតាទៅយកវាសិននេះសាច់ជ្រូកសរុប50ចិនដូរជាមួយក្មួយទាំងអស់បាទលោកតាពិតជាល្អណាស់ស្ពីរបស់ទាំងនេះពេញមួយខែក្រោយនេះច្បាស់ជាធូរធារហើយក៏អាចកាត់ខោអាវថ្មីឲ្យប្រពន្ធកូននិងចាស់បានពីរបីកំភ្លេដែរក្មួយប្រុសឯងឧស្សាហ៍មកទេតាក៏បានចំណេញពេលមិនបាច់រត់ទៅសហករណ៍នៅទីរួមស្រុកញឹកញាប់ច្បាស់ជាមករៀងរាល់7ថ្ងៃខ្ញុំនឹងមកទីនេះម្ដងបើលោកតាត្រូវការដូរយកទំនិញអ្វីប្រាប់ខ្ញុំឲ្យហើយមកលើកក្រោយខ្ញុំនឹងយកមកល្អណាស់ទំនិញពួកយើងនៅមានច្រើនណាស់តាទៅហៅអ្នកភូមិឥឡូវនេះឲ្យអ្នកភូមិទាំងអស់គ្នាមកដូរជាមួយក្មួយលោកតាម្នាក់នេះពិតជាចិត្តល្អមែនចំណេញពេលខ្ញុំមិនបាច់ដើរគោះទ្វារម្ដងមួយផ្ទះបងប្អូនទាំងអស់គ្នាអ្នកដែលត្រូវរកគឺយុវជនម្នាក់នេះហើយត្រូវការរបស់អ្វីយកមកដូរជាមួយគេទៅបានហើយប្អូនប្រុសខ្ញុំមានសាច់ជ្រូកព្រៃ30ចិនចង់យកមកដូរយកក្រណាត់ខ្លះខ្ញុំចង់ដូរយកប្រេងឆាក្មួយប្រុសលើកក្រោយយកស្ករស្មុកខ្លះផងណាក្មេងនៅផ្ទះមួយថ្ងៃរអ៊ូចង់ញ៉ាំតែរបស់ផ្អែមបានតើបងប្អូនត្រូវការអ្វីប្រាប់មកចុះខ្ញុំនឹងកត់ទុកក្នុងបញ្ជីលើកក្រោយមកធានាថានឹងយកមកឲ្យមិនខានល្អទំនិញមួយជើងនេះខ្ញុំចំណាយដើមទុនអស់170រៀលដូរបានសាច់ជ្រូកព្រៃ500ចិនមកវិញបើគិតតាមតម្លៃទីផ្សារ9កាក់1ចិនអាចលក់បាន450រៀលចំណេញសុទ្ធ280រៀលនេះចំណេញកម្លាំងជាងចូលព្រៃបរបាញ់សាច់ឆ្ងាយណាស់ថែមទាំងជារបររកស៊ីដែលអាចធ្វើបានយូរអង្វែងទៀតមេឃជិតងឹតហើយគួរតែរៀបចំខ្លួនត្រឡប់ទៅវិញហើយព្រឹកស្អែកព្រលឹមនឹងទៅទីរួមស្រុកដើម្បីយកស្បែកនិងសាច់នេះទៅលក់សាច់ជ្រូកព្រៃទើបតែបរបាញ់បានថ្មីស្រស់ណាស់ថៅកែចៅលេងលក់ត្រីហើយមែនទេម៉េចក៏ចាប់ផ្ដើមស្រែកលក់សាច់សត្វព្រៃអញ្ចឹង
អ្នកភ្នំដោយពួកយើងពឹងផ្អែកលើព្រៃភ្នំចិញ្ចឹមជីវិតតាំងពីដូនតាមកបរបាញ់សត្វព្រៃយកមកដូររបស់របរប្រើប្រាស់គឺជារឿងធម្មតាទេសាច់ជ្រូកព្រៃពិតជាសាច់ជ្រូកព្រៃមែនសាច់នេះពិតជាទំនិញលេខ1មែនថៅកែលក់យ៉ាងម៉េចដែរមួយចិន9កាក់អ្នកជំនាញមែនតម្លៃនេះពិតជាសមរម្យណាស់ខ្ញុំមកទាំងអស់យកទៅបញ្ជូនផ្ទាល់ដល់ផ្ទះបាយភោជនីយដ្ឋានជួយសៀងលើទៅបាត់ល្អនេះគឺ450រៀលគត់លោកម្ចាស់រាប់មើលទៅមិនបាច់ទេជួយសៀងលើគឺជាភោជនីយដ្ឋានធំជាងគេនៅទីរួមស្រុកមិនកេងប្រវ័ញ្ចលុយខ្ញុំប៉ុណ្ណឹងទេថៅកែចៅឯងជាមនុស្សស្មោះត្រង់ខ្ញុំចង់រកស៊ីជាមួយឯងយូរអង្វែងមិនដឹងថាឯងយល់យ៉ាងណាដែរនៃរបស់អ្នកគ្រប់គ្រងឈិនគឺចង់ឲ្យខ្ញុំយកសាច់សត្វព្រៃមកឲ្យជួយសៀងលើរាល់ថ្ងៃមែនទេហាមិនខុសទេសាច់ជ្រូកព្រៃរបស់ឯងមានគុណភាពល្អបើយកមកធ្វើម្ហូបឡើងទោសធានាថាភ្ញៀវដណ្ដើមគ្នាក៏មកមិនខានមួយថ្ងៃត្រូវការប្រាសាច់ជ្រូកព្រៃរាប់រយចិនគ្រាន់តែមិនដឹងថាឯងអាចផ្គត់ផ្គង់ទាន់ឬអត់លោកទុកចិត្តចុះរឿងនេះទុកឲ្យខ្ញុំធានាសហការដោយរីករាយសហការដោយរីករាយថ្ងៃនេះពិតជាមានសំណាងមែនរកបាន450ហើយថែមទាំងចាប់មួយបានភោជនីយដ្ឋានជួយសៀងលើទៀតដែលជាមួយធំមួយទៀតថ្ងៃក្រោយបរបាញ់បានសត្វព្រៃអាចយកទៅភោជនីយដ្ឋានផ្ទាល់តែម្ដងលែងចាំបាច់អង្គុយលក់រីតាមចិញ្ចើមផ្លូវទៀតហើយប៉ុន្តែទេសរុញនេះដឹកទំនិញបានតិចណាស់ទោះយ៉ាងណាក៏មិនសូវងាយស្រួលដែរត្រូវតែទៅសហករណ៍ទិញរ៉ឺម៉កកង់3មួយគ្រឿងទើបបានសម្មិតចៅលើកនេះតើមានរបានរបស់ប្រៃកម្រដូចទំពាំងបាយជូរលើកមុនទៀតទេមិនក៏ទេសនេះទេស្អាតអញ្ចឹងមិនមានដាក់ទំនិញអីសោះខ្ញុំមកលើកនេះគឺចង់ទិញរ៉ឺម៉កកង់3មួយគ្រឿងរ៉ឺម៉កកង់3នេះត្រូវការដល់ទៅ1200រៀលឯណោះណាឬមួយសម្មិតគិតមើលសិនទៅមិនបាច់គិតទេខ្ញុំសម្រេចចិត្តរួចហើយព្រះឲ្យសម្មិតអាចមានលុយច្រើនយ៉ាងនេះផងគ្រួសារជាច្រើនសន្សំ10ឆ្នាំក៏មិនបានប៉ុណ្ណេះដែរប៉ុន្តែរ៉ឺម៉កកង់3គឺជាទ្រព្យសម្បត្តិមានតម្លៃខ្ញុំត្រូវទៅសុំការសម្រេចពីប្រធានសិនអ្នករងចាំបន្តិចសិនសម្មិតគឺអ្នកចង់ទិញរ៉ឺម៉កកង់3មែនទេមិនខុសទេហើយសូមបន្ថែមស្ករ30ចិនម្សៅមី50ចិននិងក្រណាត់100ម៉ែត្រទៀតល្អណាស់ស៊ីវឈិនឆាប់នាំសម្មិតនេះទៅឃ្លាំងយកទំនិញប្រយ័ត្នប្រយែងផងណាបាទលោកប្រធានលោកប្រធានសម្មិតនេះមិនមានបានទិញរ៉ឺម៉កកង់3ទេធ្វើបែបនេះវាខុសច្បាប់ហើយដឹងអញ្ចឹងហើយទើបគាត់ព្រមឲ្យតម្លៃថ្លៃនោះអីម្យ៉ាងទៀតខ្ញុំបានពិនិត្យមើលកំណត់ត្រាទិញរបស់គាត់ពីថ្ងៃនេះហើយគាត់ជួយរកចំណូលឲ្យសហករណ៍យើងជិត2000ឯណោះផ្ដល់ភាពងាយស្រួលក្នុងរង្វង់ច្បាប់កំណត់គឺមានប្រយោជន៍សម្រាប់ភាគីទាំងសងខាងស៊ីវឈិនឯងចាំឲ្យច្បាស់ថ្ងៃក្រោយបើសម្មិតនេះមកម្ដងទៀតត្រូវរីកាឲ្យខ្ញុំនឹងទៅទទួលគាត់ផ្ទាល់នេះគឺជាទេវតាទ្រព្យរបស់ពួកយើងហើយស៊ីវជីងឆាប់ចេញមកមើលបងទិញអីមកអាយ៉ាចៅយីនេះបងទិញមកឬត្រូវហើយស៊ីវជីងនេះសម្រាប់អូនស្ករគ្រាប់ទឹកដោះគោទិញឲ្យអូនឬពីថ្ងៃមុនមិនមែននៅអូនរអ៊ូថាចង់ញ៉ាំទេឆាប់ភ្លក់មើលទៅថាតើត្រូវមាត់អូនឬអត់ចៅយីបងភ្លក់មួយម៉ាត់សិនទៅអាយ៉ាបងតាំងចិត្តខំរៀមដៃអូនគួរឲ្យស្អប់លេងនិយាយជាមួយបងហើយក្មួយប្រុសទីបំផុតក្មួយមកដល់ហើយខ្ញុំរងចាំតតែម្ហូបត្រជាក់អស់ហើយលោកតានិយាយអីអញ្ចឹងកាលពីម្សិលមិញខ្ញុំទើបតែមកដឹកទំនិញតើមែនហើយប៉ុន្តែក្នុងភូមិយើងនៅមានអ្នកភូមិជាច្រើនទៀតចង់ដូរអីវ៉ាន់ជាមួយក្មួយបងប្អូនឆាប់មកដូរទំនិញមកកំឡោះនោះមកទៀតហើយទីបំផុតមកដល់ហើយកំប៉ុងស្ករនៅផ្ទះអស់រលីងយូរហើយ
ក្មួយប្រុសកាត់ក្រណាត់10ម៉ែត្រឲ្យអ៊ំសិនមកក្មេងនៅផ្ទះកំពុងរងចាំកាត់ខោអាវថ្មីម្សិលមិញមកមិនទាន់ថ្ងៃនេះទោះយ៉ាងណាក៏ត្រូវតែបានមុនគេដែរហាហាហាមានរមកកង់3ពិតជាចំណេញកម្លាំងមែងថ្ងៃនេះប្រម៉ូទិញសាច់ជ្រូកព្រៃ800ចិនក៏មិនពិបាកដឹកដែរបើជាពីមុនប្រាទេសរុញវិញមិននឹងអាចដឹករបស់ច្រើនយ៉ាងនេះរួចម៉ោងក៏លែងលឿនដែរគួរតែទៅជួយសៀងលើហើយក្មួយតូចឯងស្ទាក់ផ្លូវអញ្ចឹងតាចង់ដូររបស់ដែរមែនទេចង់ប៉ុន្តែខ្ញុំគ្មានសាច់ជ្រូកព្រៃទេមើលតាមការស្លៀកពាក់របស់ក្មេងប្រុសនេះជីវភាពគ្រួសារច្បាស់ជាមិនសូវល្អទេពេលនេះខ្ញុំក៏រកលុយបានដែរជួយគេបន្តិចទៅចុះមិនអីទេចង់បានអីប្រាប់ពូអាចឲ្យស្ករគ្រាប់ទឹកដោះគោខ្ញុំមួយគ្រាប់បានទេឯងមិនចង់ដូរក្រណាត់ខ្លះយកទៅកាត់ខោអាវថ្មីទេឬក៏ម្សៅមីដើម្បីធ្វើនំប៉ោងញ៉ាំមែនទេប៉ាខ្ញុំជឿហើយជារៀងរាល់ថ្ងៃគាត់ត្រូវផឹកថ្នាំល្វីងខ្លាំងណាស់ប៉ាឯងនៅញ៉ាំស្ករគ្រាប់ទឹកដោះគោទៀតខ្ញុំចង់សុំស្ករគ្រាប់ទឹកដោះគោមួយគ្រាប់ឲ្យគាត់ញ៉ាំធ្វើបែបនេះគាត់នឹងមិនសូវល្វីងទេពិតជាក្មេងល្អមែងស្ករគ្រាប់ទឹកដោះគោមួយកញ្ចប់នេះពួរឲ្យឯងទៅចុះអរគុណលោកពូខ្ញុំនឹងមិនយកស្ករគ្រាប់ទឹកដោះគោពូទេថ្ងៃក្រោយខ្ញុំច្បាស់ជាតបស្នងសងគុណពូមិនខានអញ្ចឹងឯងត្រូវតែខំប្រឹងរៀនធំឡើងទើបក្លាយជាមនុស្សមានប្រយោជន៍ធ្វើអំពើល្អរួចអារម្មណ៍ក៏ស្រស់ស្រាយដែរតោះទៅជួយសៀងលើថៅកែចៅពិតជាមានសមត្ថភាពមែនលឿនយ៉ាងនេះក៏ត្រៀមទំនិញរួចរាល់បាត់ទៅហើយពីដំបូងនៅខ្លាចថាតម្រូវការច្រើនពេកលោកផ្គត់ផ្គង់មិនទាន់ខ្ញុំធ្វើតែរឿងណាដែលខ្ញុំមានទំនុកចិត្តប៉ុណ្ណោះបើហ៊ានសន្យាហើយច្បាស់ជាធ្វើបានមិនខានអ្នកគ្រប់គ្រងឈិនឆែកទំនិញសិនទៅរូបរាងល្អណាស់សាច់នេះពិតជាគ្មានកន្លែងទាស់មែនថៅកែចៅអញ្ជើញចូលក្នុងហាងដើម្បីយកលុយនិងទម្លាក់ទំនិញទុកឲ្យកូនចៅជាអ្នកចាត់ចែងទៅចុះសាច់800ចិនលក់បាន720រៀលដើមទុន400ចំណេញសុទ្ធ320រៀលតាមសន្ទុះនេះមិនយូរប៉ុន្មាននឹងអាចទិញផ្ទះនៅទីរួមស្រុកហើយឲ្យស៊ីវជីងមានជីវិតរស់នៅសុខស្រួលមិនខានឡាវចាងលោកប្រម៉ូទិញទំនិញបានទេអេកុំនិយាយអីខ្ញុំខំមកពីកាំងឆឹងដើម្បីប្រម៉ូទិញស្បែកសត្វចាំអស់ជិត1ខែទៅហើយសូម្បីតែស្បែកមួយបន្ទះក៏មិនឃើញដែរបើតែបន្តបែបនេះទៀតហាងច្បាស់ជាបិទទ្វារមិនខានចុះខាងលោកវិញរបរលក់ស្បែកសត្វនេះគឺកាន់តែពិបាកធ្វើទៅហើយអ្នកប្រម៉ូទិញទំនិញក៏កាន់តែតិចទៅដែរបើនៅតែបន្តបែបនេះទៀតតើគិតយ៉ាងម៉េចទៅដូចតែគ្នាទេស្ថានភាពទីផ្សារនេះពិតជាគួរឲ្យធុញថប់ណាស់មែនហើយស្ដាប់តាមសំឡេងគឺថៅកែមកពីខាងកាំងឆឹងមកទីនេះដើម្បីរកស៊ីនឹកស្មានមិនដល់ថាប្រម៉ូទិញទំនិញមិនបានសោះត្រូវហើយភូមិលីនស៊ីក្រៅពីមានសាច់ជ្រូកព្រៃច្បាស់ជាមានស្តុកស្បែកសត្វមិនខានរបររកស៊ីមួយនេះមិនអាចរំលងបានទេលោកទាំងពីរចង់ប្រម៉ូទិញស្បែកសត្វមែនទេខ្ញុំមានផ្លូវប្អូនប្រុសឯងមានទំនិញក្នុងដៃនៅឯណាឆាប់យកមកឲ្យខ្ញុំមើលបន្តិចមកខ្ញុំមិនបានយកជាប់ខ្លួនទេបើលោកជឿខ្ញុំចាំខ្ញុំមួយផ្លែតខ្ញុំទៅយកមកឲ្យលោកមើលចុះខ្ញុំរងចាំឯងនៅទីនេះហើយឡាវឈិនលោកពិតជាឃ្លានតតែវង្វេងស្មារតីហើយមើលការស្លៀកពាក់របស់គេចុះមិននឹងអាចជាអ្នកបរបាញ់សត្វទៅក្នុងដៃគេមិននឹងអាចមានទំនិញទៅខ្ញុំខ្ជិលសំបីតែនិយាយជាមួយមិនប្រកាសទេគុំវីតម្លៃមនុស្សតាមសម្បកក្រៅលោកចាំមើលចុះក្មេងនោះមិនប្រកាសថានឹងត្រឡប់មកវិញទេមើលទៅដឹងតែគេលេងសើចនឹងលោកហើយខ្ញុំជឿជាក់លើគេនេះពិតជាងួយដេកជូកខ្នែងមែនជំនួញទំនិញមួយនេះខ្ញុំត្រូវតែក្រសោបយកឲ្យបានក្មួយប្រុសទើបតែចេញទៅមិនបានប៉ុន្មានផងក៏ត្រឡប់មកវិញបាត់ទៅហើយលើកនេះត្រូវការប៉ុន្មានទៀតលោកតាលើកនេះខ្ញុំចង់ប្រម៉ូទិញស្បែកសត្វខ្លះក្មួយឯងចង់ដូរយកស្បែកសត្វក្មួយប្រុសបើក្មួយយកសាច់វាងាយស្រួលនិយាយទេច្បាស់ជាមានគេព្រមដូរមិនខានប៉ុន្តែស្បែកសត្វគិតទៅច្បាស់ជាគ្មានអ្នកណាដាច់ចិត្តដូរជាមួយក្មួយទេលោកតាហេតុអីលោកនិយាយអញ្ចឹងភូមិយើងឲ្យតែដល់រដូវរងាគឺរងាដល់ឆ្អឹងតែម្ដងស្បែកសត្វសម្រាប់ពួកយើងគឺជារបស់សង្គ្រោះជីវិត
ตามีแนะนาพรมยกระบบสังครูชีวิตแต่โดยยกระบบเสียงนุขมุยทาเตรหรืออดบนใต้เนี่ยแต่งออกนี้สุดแต่จีกมปูเนี่ยบอบันสัตว์กล่าวปีสบายสัตว์ได้เนี่ยแต่งออกนี้เตรการในรดรงงี้มันแม้นสมใบแต่มวยบันเตะก็ขมิ้นได้เตดังนู้จีเรื่องปีมุนเตจิงเป็นเลสไบในภูมิเยิงกอดทะเลคลุนชื่อหายเหล่านี้ปรากฏมวยบันเตะคือคว้ามวยบันเตะหายขมิ้นเนี่ยนาเฮียนยกสบายสัตว์เตอโดประเดประดาเตขนมภูมิขมิ้นเนี่ยนาเจ้เป็นเลสไบซอเมนเตเป็นแลคือไอเป็นแลบานเป็นใต้ขมิ้นเนี่ยนามีนสนาไดโดยโลกรูลีเตบ่จ้องเป็นเลสไบสัตว์อ่อยบานละออดจะหายในไอปราบานตีดวิปิบะนะมันไอเรียนปีกอดปีระเบสนิดบานเตนุคือจีจำเนดังรกซิดโกนใจระบอกเกนาไม่นึงไอบังเรียนปูเยิงประเดประดาเตเมื่อเตอแต่จัดการโลกรูลีนี้อ่อยบานเติบกัดบ้ามันอันจังเตขย่อมมันไอเฟอจุ่มนุยมวยนี้บานเตโลกตาช่วยปรับเพลิงขย่อมบันเตกหมกเตโลกรูลีเตตามหนาขโมยได้ฉลองกัดพนมขังหมกนูเตอนังเคยขตุ้มสเบอร์มวยเนดัดเกนูหายคือจีบเตะกอดบาดออกก้นโลกตาเพลิงได้โลกตาปรับกู้แต่จิตตินิหายสมสู้ตาโลกรูลีเนบเตเตจีเนนาโจมกจ่อขโมยโปรไอโรขยมมินกาขยมจ้องโปรโมติ้งสบายสักละบนใต้เนี่ยพุ่มปรับทาโลกรูชื่อหายขนมพุ่มขมินเนี่ยนาเจ๊ไก่ชนายสบายสัตเตเป็นนี้ขยมโปรโมติ้งสบายสัตเลงบานหายทีนี้ปูเยื่องรดเดาโรงเงียงีคลังนะเนี่ยพุ่มเปิงไปเลือสบายสัตต่ำใบฉลองรดเดาโรงเงียขนมสถานเพียบเด็กขมินสบายทำไมเนเปนี่ขมินเนี่ยนาเฮียนลุเตขโมยโปรไอโรข้องมนุหายเรียงไก่ขยมเป็นนี้ตรอมเลงบานหายโลกรูลีนี้ส่งใบแต่ดาก็เตรตโตรดได้ปัจจีปิบะนะมันอาจเอาเกชื่อหายเนทเฟกาติดเตนี้มันแมนจีกาเก่งประวันเกเตเมื่อเติมมีนแต่บอกบังหายโลกรูสำระบานหล่อจ่อไทยเรซ่าจงงือเซนเตอร์โลกปูไม่ก็จีปูนจังสิวต้องไม่ก่ออิงสกอเกปุ๊กคือโลกปูเนี่ยนี่หายได้เอาสกอกรอบตึกดอกกุกยมเอากุนขโมยมันไอเตเรื่องโตใต้มันกูเอาเลิกยกมกมีใหญ่เตโลกรูลีโลกสำระเซนจ่อขยมขมินกาไอเตขยมเตอร์เซนหายชบเซนขยมมินกลุ่มเน็ตมวยตาไอไอดอสไรบานเตเอาไว้ได้เนี่ยพุ่มคลายบ่มพดคือรดเดาโรงนี้ขมินเอาสบายสักกาปีโรงนี้ปนใต้เอาแต่ขยมเฮียนทีนิธามนโจรดเดาโรงนี้ขยมไอจีสัสบายให้เนอไอเฟกาบานปูเกหนึ่งสงบจัดฉบับจีปรมยกสบายสักหมกโดจีมวยไอเหมือนขานบานคือวีบานไฮปนใต้เรียงใกล้ระบอโลกก้มบารองจุ่มงือขยมคือกรอนแต่เมื่อเตอกูเอาคลายเตไทยได้ทราบชื่อบ้ามวยไข่นังไอกันกำบัดปนเลสบายบานไฮนี่มันแมนจีโลกรูลีเตไม่ก็จอกปีเกรมอันจังเมื่อเตอตึกมุกเนสเล็กสลังเนลอยเตตาบองปอนเตียงออกเนี่ยเนี่ยเตียงออกนี่สุดแต่ดังทาขยมทะเลคลูนชื่อมวยระยะนี้ปนใต้เนี่ยเตียงออกนี่ตุกจัดจ่อเรียงกายขยมหนึ่งจีซัสบายขนมเปชับนี่ไฮสบายซัดแต่เนี่ยเตียงออกนี่สตกตุกอายกเจนหมกจ่อมุนโจรเดาโรงนี้ที่นิทานหนึ่งเฟิร์สบายทำไมจูนเนี่ยเตียงออกนี่บาตาจูงปัจจีไอจีซัสบายแมงก็มันจำบัดออกจอบสบายจ้านี่ติดได้ตาจูงตั้งปีดาวมกจีมนุสมอตรองกดมันได้นิเยก็หอกเตปนตายจอกบาใจดอนไอกดทะเลคลูนชื่อเตียเตอเนี่ยได้โรงนี้คือจีโกนเจ้าหนึ่งจักนงเตนาตาเกิดยังไม่เตอบองปอนแต่งออกนี่ขยมเฮียนทีนี่รถเดาโรงนี้ชนำนี้ฉบับจีมันเอาโรงนี้ดอนเนี่ยแต่งออกนี่เตรบอนี้วิกาปีโรงนี้บ้านละออจิงเอาสบายสัตเตอร์เตียดขยมตกสมเด็จเนตีนิจ่อป่าเส้นจีมนโจรเดาโรงนี้เรียงกายขยมเนเหมือนตอนจีซัสบายขยมหนึ่งเอาโกนโปรขยมสิวตรงล่างบนตอเวงเนี่ยแต่งออกนี่ตกจัดจ่อโกนโปรขยมก็เรียนบ้านจำเนดังมันติดได้บ้ามันบานเตขยมหนึ่งบังเรียนจำเนดังโกนเจอนี้เอาเนี่ยแต่งออกนี่ตีดนี่เยดอถนัดนี่หายกู้แต่สงบจัดหายดังสมได้นิเยดอถนัดนี้เตอหายปูยังเนสเตสเตอร์ไอตีดคือยกสบายสัตเตอร์โดยกสเบียงเอาบ้านจานบันติดเตอรถเดาโรงนี้ชนำนี้ฉบับจีรูเนบ้านเกาะกระดาจิงมุนเหมือนขานปอนโปรขยมจ้องโดยยกเปล่งการปรามเจนนึ่งมาเศร้าไม่มาไปเจนปอนโปรไอโรงจำบันติดหนานักสมานมันดอสอธาโลกรูลีนี้ปรมจุยขยมมีนสบายสัตเตียงนี้หายไม่นึงโรบลอยมันบานเตอโลกรูลีไงนี้ปัจจีออกกุนโลกนะเนี่ยได้กู้แต่ออกกุนคือขยมเต
អរគុណដែលឲ្យស្ករគ្រាប់ទឹកដោះគោទៅស៊ីវតុងញ៉ាំខ្ញុំមើលទៅឯងក៏មិនដូចជាមនុស្សអាក្រក់ដែរទើបសម្រេចចិត្តជួយឯងទុកឲ្យក្មេងរៀនសូត្រទៅមិនបានទេខ្ញុំជួយគេមិនមែនចង់បានលុយឯងទេស៊ីវតុងនៅក្មេងណាស់ច្បាស់ជាត្រូវចូលរៀនទទួលយកទៅចុះលោកគ្រូលីតោះខ្ញុំជូនលោកទៅផ្ទះសម្រាកសិនឡាវឈិនពួកយើងរងចាំនៅទីនេះ4 ម៉ោងទៅហើយខ្ញុំប្រាប់តាំងពីដំបូងថាក្មេងនោះលេងសើចនឹងលោកទេតែលោកបែរជាមិនព្រមជឿសោះពិតជាចម្លែកមែនខ្ញុំមើលមនុស្សតែងតែមិនខុសទេលើកនេះនឹកស្មានមិនដល់ថាមើលខុសសោះលោកក៏មានពេលមើលមនុស្សខុសដែរហ៎ហឹមបើគេអាចមកមែនខ្ញុំសុខចិត្តទំពាស្លាកឈ្មោះជួយសៀងលើភ្លាមតែម្ដងប្អូនប្រុសទីបំផុតឯងមកដល់ហើយអ្នកខ្លះមិនដឹងថាគួរតែទៅទំពាស្លាកឈ្មោះហើយឬនៅទេហឹមមនុស្សមកដល់មានប្រយោជន៍អីចុះមានស្បែកសត្វមកជាមួយដែរទេនេះមិនមែននៅលើទេទេព្រះអើយអញទៅរកស្បែកសត្វច្រើនយ៉ាងនេះមកពីណានេះយ៉ាងហោចណាស់ក៏រាប់រយបន្ទះដែរនៅទីនេះមាន437បន្ទះគ្រាន់តែស្បែកជ្រូកព្រៃស៊ីអស់7ភាគទៅហើយក្រៅពីនោះមានស្បែកទន្សាយស្បែកជៀមនិងស្បែកចកពិតជាមិនខុសពីការគិតរបស់ខ្ញុំមែនពិតជាល្អណាស់មានស្បែកសត្វទាំងនេះហើយកុំថាឡើយរងចាំ4 ម៉ោងទោះរងចាំ40 ម៉ោងក៏ខ្ញុំសុខចិត្តដែរអេប្អូនប្រុសទំនិញមួយជើងនេះលក់ឲ្យខ្ញុំយ៉ាងម៉េចដែរឡាវចាងលោកលេងពុតណាស់សុំទោសផងពូមុននេះខ្ញុំបានសន្យាជាមួយថៅកែឈិនហើយរឿងដែលសន្យាហើយមិនអាចកែប្រែបានទេឯងនិយាយស្អីឯងហ៊ានមិនទុកមុខឲ្យខ្ញុំផងហ៎រកស៊ីសំខាន់បំផុតគឺទំនុកចិត្តថ្ងៃនេះអាចបំពេញពាក្យសន្យាជាមួយគាត់ថ្ងៃស្អែកក៏អាចបោកប្រាស់លោកបានដែរបានឯងចាំមើលទៅសុំទោសផងពូគឺខ្ញុំអ្នកអូសទាញពូឲ្យចូលរួមមិនអីទេពូពិនិត្យទំនិញសិនទៅពួកយើងទូទាត់លុយគ្នាសិន8,000 រៀលខ្ញុំមានបានហើយស្បែកសត្វនេះនឹកស្មានមិនដល់ថាអាចទិញផ្ទះមួយខ្នងនៅទីរួមស្រុកបានមានលុយនេះហើយទីបំផុតអាចនាំចាងជីងទៅរស់នៅយ៉ាងមានក្តីសុខបានហើយមេឃងឹតបាត់ទៅហើយរឿងទិញផ្ទះត្រូវត្រឡប់ទៅផ្ទះពិភាក្សាជាមួយចាងជីងសិនប៉ុន្តែពេលនេះត្រូវប្រញាប់ទៅសហករណ៍នៅទីរួមស្រុកសន្យាថានឹងឲ្យអោបរងានិងខរងាទៅអ្នកភូមិមិនអាចខកខានបានទេសមិទ្ធចាំបន្តិចកុំទាន់អាវបិទទ្វារជាអ្នកទេមេឃងើទៅហើយនៅចង់ទិញទំនិញទៀតរំខានរៀបចំអាវរងានិងខរងា100កំភ្លេត្រូវការបន្ទាន់អ្នកចាំបន្តិចខ្ញុំត្រូវទៅសុំការអនុញ្ញាតពីប្រធានសិនបានសមិទ្ធឮថាអ្នកត្រូវការអាវរងា100កំភ្លេចំនួននេះមិនតិចទេណាបើពិបាកខ្ញុំទៅរកវិធីនៅផ្សារទំនើបចុះអេកុំបើជាអ្នកផ្សេងច្បាស់ជាគ្មានសង្ឃឹមទេប៉ុន្តែបើអ្នកបើកមាត់ខ្ញុំត្រូវតែចាត់ចែងឲ្យបានល្អស៊ីវឈិនឆាប់បើកឃ្លាំងប្រញាប់រៀបចំទំនិញទៅទទួលបញ្ជាហេតុអីបានជាសហករណ៍យកចិត្តទុកដាក់នឹងខ្ញុំម្លេះហានិយាយតាមត្រង់ទៅប្រាក់ចំណេញដែលអ្នកជួយរកបានក្នុងខែនេះវាច្រើនជាងពេញមួយឆ្នាំមុនទៅទៀតថ្នាក់លើបានសរសើរពួកយើងជាពិសេសខ្ញុំធ្វើនេះក៏ដើម្បីតបស្នងសងគុណដែរឲ្យតែមិនខុសពីគោលការណ៍ខ្ញុំនឹងផ្ដល់អាទិភាពជូនអ្នកមុនជានិច្ចអញ្ចឹងអរគុណច្រើនហើយលោកប្រធានរៀបចំអីវ៉ាន់រួចរាល់ហើយសមិទ្ធខ្ញុំជួយអ្នកលើកឡើងរទេះមានខ្សែរយៈជាមួយសហករណ៍នេះហើយផ្លូវថ្ងៃក្រោយក៏ធំទូលីដែររកស៊ីក៏ងាយស្រួលមេឃងឹតហើយត្រូវប្រញាប់ត្រឡប់ទៅវិញហើយស៊ីវជីងបងត្រឡប់មកវិញហើយ
ប្តីសម្លាញ់ទិញអាវរងាខោរងាច្រើនយ៉ាងនេះធ្វើអីមួយរយៈនេះមិនមែនបងឧស្សាហ៍រកស៊ីជាមួយភូមិលីនស៊ីទេនេះចិត្តចូលរដូវរងាហើយបងរៀបចំខោអាវរងាខ្លះទុកឲ្យពួកគេប្តីសម្លាញ់បងពិតជាពូកែគិតមែនមួយជើងនេះច្បាស់ជារកចំណេញបានច្រើនហើយរបស់ទាំងនេះបងមិនមានបំណងយកទៅលក់ទេហេតុអីទៅភូមិលីនស៊ីក្រណាស់ពួកគេសុទ្ធតែមានជីវភាពលំបាកយើងពឹងពួកគេរកលុយបានក៏គួរតែតបស្នងទឹកចិត្តខ្លះទៅពួកគេដែរទុកថារបស់ទាំងនេះជាកាដូអគុណរបស់បងចុះត្រូវហើយសៀវជីងនៅមានដំណឹងល្អមួយធំប៉ុនមេទៀតដំណឹងល្អអីទៅអូនទីមើលថាថ្ងៃនេះបងរកលុយបានប៉ុន្មាន100រៀលខុសហើយគឺ8000រៀលស្អីគេ8000រៀលមិនឈឺទេនេះបញ្ជាក់ថាអូនកំពុងយកសប្តិហើយ8000រៀលសុបិននេះពិតជាល្អណាស់អ្នកដែលអូនច្បិចគឺបងតាច្បាស់ជាមិនឈឺហើយអូនរៀបចំខ្លួនឲ្យហើយទៅថ្ងៃស្អែកចាំបងយកអាវរងានិងខោរងាទៅឲ្យគេរួចបងនឹងនាំអូនទៅទិញផ្ទះនៅទីរួមស្រុកក្មួយប្រុសទីបំផុតក្មួយមកដល់ហើយតាបានទុកសាច់ជ្រូកព្រៃកន្លះចំហៀងតាំងចិត្តទុកឯងឆាប់ចាប់ផ្ដើមដូរទៅអ្នកគ្រប់គ្នារងចាំពេញមួយព្រឹកហើយថ្ងៃនេះមិនដូរទំនិញទេអាវរងានិងខោរងា100កំ pl នេះខ្ញុំជូនអ្នកភូមិទេសម្រាប់ពាក់ឆ្លងរដូវរងាឲ្យពួកយើងទេក្មួយឯងនិយាយលេងទេដឹងខោអាវនៅទីនេះទាំងអស់ហើយអ្នកទាំងអស់គ្នាមើលទៅវ៉ាពិតជាអាវរងានិងខោរងាមែនព្រះឲ្យនេះពិតជាឲ្យទេមែនឬពិតជាឲ្យអាវរងាថ្មីមែនអាវរងាថ្មីសន្លាងព្រះពោធិសត្វរស់ហើយបងប្អូនទាំងអស់គ្នាកំឡោះនេះគឺជាមនុស្សល្អណាស់តម្រង់ជួមកមានចំណែកគ្រប់គ្នាធានាថាគ្រប់ក្មួយប្រុសក្មួយទុកចិត្តចុះថ្ងៃក្រោយមានអ្នកណាផ្សេងមកដូរជាមួយពួកយើងរបស់ទាំងអស់ពួកយើងមិនដូរទេទទួលស្គាល់តែក្មួយម្នាក់គត់ស្គាល់តែក្មួយម្នាក់គត់ល្អហាមិនខុសទេខ្ញុំក៏ស្គាល់តែក្មួយម្នាក់ដែរអ្នកផ្សេងចង់ដូរគ្មានទ្វារទេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រល្អថៅកែចាងខ្ញុំបានស៊ើបសួររួចរាល់អស់ហើយខាងមុខនេះគឺភូមិលីនស៊ីហើយលើកនេះធានាថាអាចប្រមូលស្បែកសត្វបានពេញ1ឡានមិនខានធ្វើបានល្អណាស់ឆាប់នាំផ្លូវទៅមុខទៅបាទនេះមិនមែនជាថៅកែចៅមនុស្សចំណិតរបស់ថៅកែឈិនទេមិនក៏ឯងចង់មកដណ្ដើមរកស៊ីខាងទិញស្បែកសត្វដែរមើលទៅមានអ្នកខ្លះត្រូវមកខកជើងហើយខំប្រឹងតាំងពីយូរសំបីតែស្បែកទន្សាយមួយបន្ទះក៏រកមិនបានដែរប្រម៉ូទំនិញបានឬមិនបានមិនបាច់រំខានថៅកែចាងខ្វល់ខ្វាយទេចៅយីលើកមុនបណ្ដោយឲ្យឯងសំណាងល្អបានចំណេញលើកនេះគ្មានអ្នកណាការពារឯងទេថ្ងៃនេះខ្ញុំច្បាស់ជាធ្វើឲ្យឯងស្ដាយក្រោយដែលមកដល់ទីនេះមិនខានឲ្យតែមានខ្ញុំនៅទីនេះឯងគុំសង្ឃឹមថាអាចប្រមូលស្បែកបានសំបីតែមួយបន្ទះចង់មកដណ្ដើមមួយខ្ញុំហោះដេកសង្ឃឹមចុះអាំងលើទ្រព្យសម្បត្តិថៅកែចាងមានជំនួយណាដែលដណ្ដើមមិនបាននោះក្មេងនេះបានត្រឹមតែឈោមើលទាំងក្តៅក្រហាយប៉ុណ្ណោះហានិយាយបានល្អណាស់ឆាប់ប្រមូលអ្នកភូមិមកទីនេះទាំងអស់មកប្រាប់ថាថៅកែធំមកពីកាំងឈឹងមកប្រមូលទិញស្បែកសត្វបាទខ្ញុំទៅឥឡូវនេះថៅកែចាងអ្នកភូមិលីនស៊ីស្ទើរតែទាំងអស់សុទ្ធតែនៅទីនេះហើយធ្វើបានល្អណាស់ចៅយីឲ្យតែមានខ្ញុំនៅទីនេះថ្ងៃនេះបើឯងប្រមូលបានស្បែកសំបីតែមួយបន្ទះចាត់ទុកថាខ្ញុំចាញ់អ្នកភូមិទាំងអស់គ្នាស្បែកសត្វនៅក្នុងផ្ទះទាំងអស់យកចេញមកទាំងអស់មកខ្ញុំទិញក្នុងតម្លៃខ្ពស់មិនលក់ឲ្យទេទោះឲ្យភ្នំមាសក៏មិនលក់ដែរតម្លៃបើកតាមចិត្តនេះមិនមែនជារឿងលុយទេថ្ងៃក្រោយពួកយើងលក់ឲ្យតែមនុស្សម្នាក់គត់លោកទៅមើលកន្លែងផ្សេងទៅចុះ
មនុស្សអីគេគឺប្អូនប្រុសដែលនៅពីក្រោយលោកនឹងហើយអ្នកដែលពួកគេនិយាយគឺឯងភ្ញាក់ផ្អើលទេនឹកស្មានមិនដល់មែនទេអ្នកដែលអ្នកទាំងអស់គ្នានិយាយគឺគាត់មែនទេប្អូនប្រុសចៅយីជាមនុស្សស្មោះត្រង់អ្នកភូមិយើងទទួលស្គាល់តែគាត់ទេទំនិញភ្នំរបស់ពួកយើងលក់ឲ្យតែថៅកែចៅប៉ុណ្ណោះគាត់ធ្វើការស្មោះត្រង់ណាស់អរគុណអ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រនិងការជឿទុកចិត្តទឹកចិត្តដែលក្មួយឲ្យអវរមាទេពួកយើងនៅចងចាំជានិច្ចអ្នកទាំងអស់គ្នាបំបែកជួរទៅចុះខ្ញុំស្មានតែមានរឿងបន្ទាន់អីទៅទៀតអ្នកទាំងអស់គ្នាកុំទាន់ទៅអីគុណនឹង3ខ្ញុំឲ្យតម្លៃគុណនឹង3ថៅកែចាងឃើញថាអ្នកភូមិទូស្គាល់តែចៅយីហើយបន្តទៅទៀតតើពួកយើងគួរធ្វើម៉េចទៅខ្ញុំមានវិធីអីទៅមើលទៅមានតែសុំអង្វរឲ្យចៅយីលើកលែងទោសឲ្យហើយចំនួនជាមួយថៅកែចាងគ្រាន់តែចំនួនពាក្យសម្ដី2-3ម៉ាត់ប៉ុណ្ណោះមិនចាំបាច់តាំងខ្លួនជាសត្រូវស្លាប់រស់ទេមិនបាច់ដល់ថ្នាក់បែកបាក់គ្នាមើលមុខមិនចំទេប៉ុន្តែត្រូវតែឲ្យគាត់ហូរឈាមបន្តិចទៅបានបើមិនអញ្ចឹងទេគាត់នៅតែគិតថាខ្ញុំងាយស្រួលរករឿងនិយាយលេងទេអ្នករកស៊ីជាមួយគ្នាមិននឹងមានគំនុំទុកយូរនោះត្រូវឯងនិយាយត្រូវហើយហាខ្ញុំពិតជាចង់ទិញមែនឯងសុខចិត្តលក់ទំនិញស្បែករបស់អ្នកភូមិឲ្យខ្ញុំទេគ្មានបញ្ហាទេប៉ុន្តែគិតតាមតម្លៃទីផ្សារបូកបន្ថែម30មិនក៏ឯងមិនទៅភើគេទៅបើលោកមិនយល់ព្រមក៏ហីទៅគ្រាន់តែថាលោកខំធ្វើដំណើរពីកាំងឈឹងមកតាំងពីឆ្ងាយសូម្បីតែថ្លៃសម្បត្តិយន្តហោះក៏រកមិនបានមកវិញផងលោកសាក់គិតមើលថាលោកត្រូវខាត់ប៉ុន្មានទៅលោកមិនពិបាកចិត្តទេបាន30ក៏30ចុះពួកយើងសម្រេចតាមនឹងចុះនឹកស្មានមិនដល់សោះថាការឲ្យអវរមាទេបែរជាជួយឲ្យទទួលបានសិទ្ធិផ្ដាច់មុខក្នុងការរកស៊ីទៅវិញពេលនេះអ្នកភូមិសុទ្ធតែមិនព្រមលក់ឲ្យអ្នកផ្សេងទាំងអស់ថៅកែចាងត្រូវក្លាយជាអ្នករងគ្រោះដោយជៀសមិនរួចខ្ញុំគ្រាន់តែលក់បន្តក៏ចំណេញសុទ្ធ10000រៀលការមានចិត្តបុណ្យពិតជាមិនខាតមែងមនុស្សល្អពិតជាទទួលបានផលល្អមែនឈប់គិតរឿងទាំងនេះហើយត្រូវប្រញាប់ត្រឡប់ទៅវិញខ្ញុំសន្យាជាមួយស៊ីវជីងហើយថានឹងទិញផ្ទះនៅទីរួមស្រុកស៊ីវជីងឆាប់ផ្លាស់ខោអាវទៅពួកយើងចូលក្រុងទៅមើលផ្ទះឥឡូវនេះរៀបចំរួចរាល់តាំងពីព្រលឹមម្លេះរងចាំតែបងត្រឡប់មកវិញដើម្បីចេញដំណើរទេតាល្អប្រពន្ធសម្លាញ់អង្គុយឲ្យស្រួលបួលណាពួកយើងទៅរកប្រធានសហករណ៍ស៊ើបសួរមើលផ្ទះលោកល្អតាឡាវវាងផ្ទះលោកមិនមែនចង់លក់ទេពីរនាក់នេះគេតាំងចិត្តចង់ទិញផ្ទះណាស់លោកនាំគេដើរមើលផ្ទះបន្តិចទៅមានតែពីរនាក់ហ្នឹងលោកមើលខោអាវពួកគេចុះមើលទៅដឹងតែអ្នកស្រ័យក្រកំសត់ហើយជីកកាយដេមួយជីវិតអាចមានលុយ3000រៀលដែរឬកុំមើលងាយមនុស្សពេកលោកនិយាយបែបនេះយ៉ាងម៉េចខ្ញុំនិយាយនេះខុសមែនទេឆាប់ដើរចេញទៅមើលរៀងគួរឲ្យសង្វេគរបស់ពួកឯងចុះសូម្បីតែ30រៀលក៏ពិបាករកផងកុំមករំខានភ្នែកនិងខាតពេលរបស់ខ្ញុំនៅទីនេះទៅខ្ញុំគ្មានអារម្មណ៍មកលេងសើចជាមួយពួកឯងទេឡាវវាងលោកធ្វើបែបនេះមិនត្រូវទេលោកនៅមើលមិនដឹងទៀតពីរនាក់នេះច្បាស់ជាពួកបោកប្រាស់ហើយលោកនឹកស្មានមិនដល់ថាចាញ់បោកគេសោះនេះ3000រៀលគត់លោកចង់រកមើលទេអីយ៉ាប្អូនប្រុសនឹកស្មានមិនដល់សោះថាប្អូនជាអ្នកមានលាក់មុខសោះផ្ទះនេះខ្ញុំលក់ឲ្យប្អូនហើយឈប់សិនខ្ញុំមិនទាន់យល់ព្រមផងផ្ទះនេះខ្ញុំមិនទិញទេឯងមានន័យថាម៉េចលោកអស្ចារ្យណាស់លោកពូកែណាស់លោកមើងងាយអ្នកស្រែផ្ទះលោកនេះខ្ញុំចាត់ទុកថាចង្រៃណាស់ខ្ញុំមិនទិញទេប្រពន្ធសម្លាញ់លោកប្រធានពួកយើងទៅមើលផ្ទះមួយទៀតទៅល្អឡាវវាងខ្ញុំបានប្រាប់លោកតាំងពីដើមហើយមើងងាយគេពេក
យូរឬឆាប់គង់តែខាតបង់មិនខានខ្ញុំក៏ទៅមុនហើយទេវតាទ្របញ្ចូលដល់មាត់ហើយនឹកស្មានមិនដល់ថាខ្ញុំជាដេញទៅបាត់សោះបែបនេះតើមានអ្នកណាសុខចិត្តទិញផ្ទះខ្ញុំទៀតទៅសមិទ្ធរឿងអំបញ្ញមិញនេះកុំប្រកាន់ខឹងក្នុងចិត្តអីណាមិនអីទេខ្ញុំរំខានអ្នកទាំងអស់គ្នាច្រើនហើយត្រូវហើយនិយាយទៅនៅក្បែរផ្ទះខ្ញុំមានផ្ទះមួយខ្នងនៅទីរួមស្រុកតម្លៃមិនត្រឹមតែថោកទេថែមទាំងទីតាំងក៏ល្អទៀតតើពួកយើងទៅមើលឥឡូវនេះតែម្ដងទៅល្អទេល្អអរគុណលោកប្រធានណាស់ខំប្រឹងរត់ចុះរត់ឡើងច្រើនដងយ៉ាងនេះទីបំផុតបានផ្ទះមួយខ្នងសមរម្យហើយសំណាងហើយដែលបានលោកប្រធានជួយចាត់ចែងមែនហើយពួកយើងគួរតែអញ្ជើញគេញ៉ាំបាយមួយពេលថ្ងៃស្អែកទៅទទួលប៉ាម៉ាក់និងបងថ្លៃប្រុសមកទាំងអស់មកដើម្បីជួបជុំគ្នាឲ្យសប្បាយបន្តិចប៉ាម៉ាក់មកគឺមកហើយចាំបាច់យករបស់អស់នេះមកធ្វើអីក្នុងផ្ទះមិនខ្វះអីទេមកផ្ទះថ្មីកូនជាលើកដំបូងច្បាស់ជាត្រូវតែយកអីមកខ្លះហើយនេះជាទឹកចិត្តបន្តិចបន្តួចរបស់ប៉ានិងម៉ាក់ផ្ទះនេះពិតជាស្អាតមែនកូនស្រីម៉ាក់ថ្ងៃក្រោយច្បាស់ជាមានសំណាងមិនខានត្រូវហើយកូនស្រីយើងរៀបការចង់មនុស្សហើយថ្ងៃក្រោយយើងលែងបារម្ភថាកូនស្រីយើងរស់នៅមិនស្រួលទៀតហើយអាយ៉ាពួកយើងកុំសរសើរគ្នាទៅវិញទៅមកអីឆាប់អង្គុយចុះសម្រាកសិនទៅសៀវជីងអូនទៅរំងាស់សាច់មាន់មួយក្បាលនេះទៅចាស់សអូនទៅធ្វើម្ហូបឥឡូវនេះប៉ាម៉ាក់មិនក៏មកតែពីរនាក់អញ្ចឹងពេលនេះក៏មិនមែនជារដូវទំពាំងបាយជូរដែរបងថ្លៃឯងទាំងពីរនាក់ចេញទៅរកការងារធ្វើហើយត្រូវតែរកផ្លូវរកលុយខ្លះទើបបានតាមពិតគិតថាមកជួបជុំជាមួយកូនទាំងអស់គ្នាប៉ុន្តែថាអណ្ដូងរាយកំពុងរើសមនុស្សក៏ប្រញាប់ទៅចុះឈ្មោះបាត់ទៅម៉ាក់ការងារនៅទីនោះទាំងហត់ទាំងលំបាកពេលទៅផ្ទះវិញជួយប្រាប់បងថ្លៃទាំងពីរផងឲ្យមកធ្វើការជាមួយខ្ញុំទៅចៅយីឯងនិយាយអីប៉ុន្តែពួកគេមិនចេះធ្វើអីសោះណាខ្ញុំអាចនាំពួកគេរកលុយបានតើស្របពេលដែលថ្ងៃក្រោយផ្ទះពួកយើងរស់នៅទីរួមស្រុកនេះហើយខ្ញុំទៅភូមិលីនស៊ីមិនសូវងាយស្រួលទេអាចឲ្យបងថ្លៃធំជួយប្រមូលទិញសាច់ជ្រូកព្រៃឲ្យខ្ញុំបានមួយថ្ងៃឲ្យប្រាក់ខែ10រៀលច្រើនម្លឹងផងចៅយីប៉ាដឹងថាកូនកតញ្ញូដើម្បីពួកយើងកូនចង់នាំបងថ្លៃកូនទាំងពីរនាក់ឲ្យរកលុយបានប៉ុន្តែមួយថ្ងៃ10រៀលនេះវាច្រើនពេកហើយប៉ាក៏ដឹងថាខ្ញុំមានផ្លូវរកស៊ីច្រើនពេលនេះខ្ញុំរកលុយបានមិនតិចទេណាតាវាធ្វើបែបនេះកើតដែរទេឯងមិនមែនតែងតែទុកចិត្តកូនប្រសាយើងទេលើកនេះឯងស្ដាប់តាមគាត់ទៅធានាថាមិនខុសទេចៅយីកូនរៀបចំឲ្យបងថ្លៃធំកូនប្រមូលទិញសាច់ជ្រូកប៉ុន្តែប៉ាខ្លាចបងថ្លៃទី2កូនមានអារម្មណ៍មិនល្អអញ្ចឹងឲ្យគាត់មកទីនេះជាមួយពួកយើងមកចៅយីនេះគឺប៉ាគាត់គឺជាប្រធានសហករណ៍នៅទីរួមស្រុកនេះប្រធានសហករណ៍ជាបុគ្គលធំដុំដែលប៉ាមិនធ្លាប់ព្រីឈ្មោះផងនឹកស្មានមិនដល់ថាចៅយីស្គាល់គាត់សោះក្មួយចៅយីផ្ទះពួកយើងសំណាងហើយដែលបានលោកប្រធានជួយជ្រោមជ្រែងទៅមានថ្ងៃនេះអរគុណលោកប្រធានណាស់លោកពូកុំគួរសំអីខ្ញុំមិនសូវបានជួយសមិទ្ធចៅយីប៉ុន្មានទេគឺដោយសារតែគាត់មានសមត្ថភាពខ្លួនឯងម្យ៉ាងទៀតសហគមន៍ពួកយើងសុទ្ធតែពឹងផ្អែកលើគាត់ជួយគាំទ្រការរកស៊ីទេតើប្រាក់ចំណូលរបស់ពួកយើងកើនឡើងយ៉ាងលឿននឹកស្មានមិនដល់សោះថាកូនប្រសាខ្ញុំមានសមត្ថភាពយ៉ាងនេះសូម្បីតែការរកស៊ីរបស់សហគមន៍ក៏គាត់អាចធ្វើបានដែរសមិទ្ធចៅមើលនេះតើអាចរៀបចំឲ្យបងថ្លៃទី2របស់អ្នកចូលមកធ្វើការនៅសហគមន៍ពួកយើងបានទេបានឬតើវាមានប៉ះពាល់ដល់លោកដែរទេទុកចិត្តចុះគ្មានបញ្ហាទេពួកយើងមួយរយៈនេះកំពុងតែខ្វះមនុស្សផងកំពុងតែរៀបចំជ្រើសរើសបុគ្គលិកល្មមសាច់ញាតិរបស់អ្នកហើយមានការធានាពីអ្នកទៀតខ្ញុំពិតជាជឿទុកចិត្តណាស់បើអញ្ចឹងអរគុណលោកប្រធានណាស់អ្នកទាំងអស់គ្នាអញ្ជើញមកញ៉ាំបាយមកមានការអីចាំនិយាយគ្នាតាមក្រោយប៉ាម៉ាក់លោកប្រធានឆាប់អង្គុយចុះមកភ្លុកស្នាដៃរបស់សៀវជីងមើលពេលនេះអ្វីគ្រប់យ៉ាងដើរលើផ្លូវត្រូវអស់ហើយខ្ញុំនិងសៀវជីងក៏បានទិញផ្ទះនៅទីក្រុងដែរលែងចាំបាច់ចុះស្រាយរកពិន្ទុការងារទៀតហើយការរកស៊ីនៅភូមិលីនស៊ីនេះពេលនេះបងថ្លៃក៏ចេះចាត់ចែងហើយមើលទៅត្រូវគិតមើលថាតើត្រូវធ្វើអ្វីបន្តទៀតហើយ
มันអាចបន្តបែបនេះរហូតទេខ្ញុំនឹកឃើញហើយកាលពីជាតិមុនរោងចក្រកាត់ដេរនៅពេលនេះដោយសារតែដំណើរការមិនល្អត្រូវលក់ឡាយឡុងក្នុងតម្លៃថោកបើចាំមិនខុសទេថ្ងៃប្រកាសលក់គឺនៅប៉ុន្មានថ្ងៃនេះហើយតើលោកមានការអីដែរសួស្ដីលោកនាយកវាងខ្ញុំចង់ពិភាក្សាជាមួយលោកពីរឿងរោងចក្របន្តិចរោងចក្រតើឯងបានឮដំណឹងអីមែនទេរោងចក្រយើងកាត់អីប្រភពនៃដំណឹងមិនសំខាន់ទេប៉ុន្តែខ្ញុំដឹងថាស្ថានភាពរោងចក្ររបស់លោកពេលនេះមិនសូវល្អប៉ុន្មានទេមើលទៅឯងដឹងរឿងមិនតិចទេរោងចក្រយើងពិតជាដំណើរការលែងរួចមែនតើឯងគិតចង់បង្ហាញទឹកចិត្តប៉ុន្មានដែរខ្ញុំ50000រៀលឯងឲ្យទានអ្នកសុំទានឬគ្រឿងចក្រយើងសុទ្ធតែជារបស់ល្អទីតាំងក៏ធំទូលាយយ៉ាងនេះបើតិចជាង100000ខ្ញុំមិនលក់ឲ្យឯងទេតាមខ្ញុំដឹងរោងចក្រលោកពេលនេះខាតបង់ធ្ងន់ធ្ងរណាស់យ៉ាងហោចណាស់មួយខែក៏ខាត1ទៅ20000ដែរតើលោកនៅតែបន្តបែបនេះកាន់តែខាតសុខចិត្តលក់ឲ្យខ្ញុំមកវាមានប្រយោជន៍សម្រាប់ភាគីទាំងសងខាងទោះបីជាប្រញាប់លក់ក៏ខ្ញុំអាចលក់បានក្នុងតម្លៃខ្ពស់ជាងនេះដែរមានហេតុផលអីត្រូវលក់ឲ្យឯងលោកសាក់គិតមើលទៅរាល់ខែលោកសុទ្ធតែខាតលុយតើមានអ្នកណាសុខចិត្តទិញរោងចក្របែបនេះទៅចុះបើមានគេចង់ទិញនោះលោកអាចសាកល្បងមើលបានលោកសាក់គិតមើលតើរោងចក្រលោកមានពេលរងចាំទៀតឬអត់ឯងឈ្នះហើយ50000ក៏50000ចុះកិច្ចសន្យាទៅកុំប្រញាប់ខ្ញុំនៅមានរឿងទៀតឯងនៅមានរឿងអីទៀតតម្លៃសរុប50000កក់មុន30000លុយសល់ខែក្រោយចាំទូទាត់ឲ្យលោកមិនអាចទេឯងត្រូវតែទូទាត់លុយឲ្យដាច់ម្ដងទាំងអស់ខ្ញុំមិនខ្វល់ថាឯងមានលក្ខខណ្ឌអីទេខ្ញុំដាច់ខាតមិនយល់ព្រមឯងបងរំលោះទេខ្ញុំបានឲ្យតម្លៃទាបមែនទែនទៅហើយឯងនៅមិនព្រមទូទាត់លុយឲ្យដាច់ទៀតឯងចាត់ទុកខ្ញុំជាមនុស្សល្ងងមែនទេលោកកុំទាន់អើប្រញាប់បដិសេធខ្ញុំអីស្ដាប់ខ្ញុំនិយាយបន្តសិនទៅលោកច្បាស់ជាយល់ព្រមមិនខានរោងចក្រលោកជំពាក់ប្រាក់ខែកម្មករខ្ញុំនឹងជាអ្នកបើកឲ្យពួកគេម្យ៉ាងទៀតខ្ញុំចង់ជួលលោកធ្វើជាអនុប្រធានរោងចក្របន្តគ្រប់គ្រងរោងចក្រមួយនេះទៀតខ្ញុំតំណាងឲ្យកម្មកររោងចក្រកាត់ដេរទាំងអស់សូមស្វាគមន៍វត្តមានរបស់លោកនាយករោងចក្រថ្មីហានាយកវាងលោកមិនមែនមិនយល់ព្រមទេយល់ព្រមតើខ្ញុំមាននិយាយថាមិនយល់ព្រមពីអង្ការខ្ញុំគ្រាន់តែដឹងថាដើរតាមគន្លងលោកនាយករោងចក្រថ្មីច្បាស់ជាគ្មានបញ្ហាទេម្យ៉ាងទៀតពេលនេះលោកបានទិញរោងចក្រនេះហើយលោកហៅខ្ញុំថាឡាវវាងទៅបានហើយអស់ចាស់មែននាយកវាងពិតជាមនុស្សមានទេពកោសល្យមែនត្រឹមកម្រិតល្បឿននៃការប្រែក្រឡាទឹកមុខនេះច្បាស់ជាអាចសម្រេចបានសមិទ្ធផលធំមិនខានលោកនាយកតើពួកយើងអាចចុះកិច្ចសន្យាបានហើយឬនៅចុះហត្ថលេខាទៅលោកនាយកចៅពេលនេះលោកខ្លាចជាម្ចាស់រោងចក្រហើយលោកច្បាស់ជាមានវិធីជួយសង្គ្រោះរោងចក្រនេះឲ្យរស់ឡើងវិញមិនខានលោកថាតើជំហានបន្ទាប់គួរធ្វើម៉េចលោកជឿជាក់លើខ្ញុំយ៉ាងនេះឬបើលោកសុខចិត្តចំណាយលុយរាប់ម៉ឺនរៀលដើម្បីទិញរោងចក្រដែលកំពុងខាតបង់មួយនេះបញ្ជាក់ថាលោកមានទំនុកចិត្តអាចសង្គ្រោះរោងចក្រនេះឲ្យរស់ឡើងវិញបានខ្ញុំក៏ចាប់អារម្មណ៍នឹងវិធីសាស្ត្ររបស់លោកដែរតើអាចប្រាប់ខ្ញុំបន្តិចបានទេថាតើត្រូវលក់ខោអាវចេញដោយរបៀបណាពីពណ៌ខោអាវកាត់ដេរមិនក៏ខ្ញុំមិនដែលឮសោះអញ្ចឹងមិនយូរទេលោកនឹងបានដឹងហើយអ្នកគ្រប់គ្រងឈិនលើកនេះពិតជាអរគុណលោកណាស់ដែលសុខចិត្តឲ្យពួកយើងខ្ចីជួយសៀងលើដើម្បីរៀបចំពីពណ៌ខោអាវលោកនាយកចៅលោកគួរសំពះហើយខ្ញុំទើបជាអ្នកដែលត្រូវអរគុណលោកសំណាងហើយដែលបានសាច់ជ្រូកព្រៃដែលលោកផ្គត់ផ្គង់ឲ្យទើបប្រាក់ចំណូលរបស់ជួយសៀងលើយើងកើនឡើងរាប់ដងបែបនេះសុទ្ធតែជាការគាំទ្ររបស់លោកហើយនិយាយបែបនេះគឺចាត់ទុកខ្ញុំជាអ្នកដទៃហើយខិតបានត្រូវបានចែកចាយទូទាំងទីរួមស្រុកតាមការបញ្ជារបស់លោកហើយពេលនេះពីពណ៌ខោអាវនៅជួយសៀងលើរបស់ពួកយើងអ្នកនៅទីរួមស្រុកសុទ្ធតែបានដឹងគ្រប់គ្នាហើយឆាប់ទៅរៀបចំខោអាវទៅយប់នេះពួកយើងត្រៀមប្រារព្ធពិធីអបអរជោគជ័យខ្ញុំទៅឥឡូវនេះហើយ
លោកនាយកចៅតើលោកពិតជាប្រកាសចិត្តយ៉ាងនេះឬថាការរកស៊ីនឹងដំណើរការល្អប្រកាសហើយខ្ញុំបានត្រៀមលក្ខណៈរួចរាល់អស់ហើយតើត្រៀមលក្ខណៈអីទៅចាំដល់ពេលពិព័រណ៍ខឲ្យចាប់ផ្ដើមលោកនឹងបានដឹងហើយនាយកវាងលោកនាយកចៅភ្ញៀវមកចិត្តជុំគ្នាអស់ហើយពិព័រណ៍ខឲ្យចិត្តចាប់ផ្ដើមហើយឯណាលក្ខណៈដែលលោកថាត្រៀមរួចរាល់នោះមិនក៏មិនទាន់ឃើញអញ្ចឹងនោះមិនមកដល់ហើយទេរឿងចាត់ចែងដល់ណាហើយទុកចិត្តចុះទុកឲ្យខ្ញុំអ្នកចាត់ការចំណុចសំខាន់ដែលឯងបានប្រាប់ខ្ញុំបានបង្រៀនពួកគេបន្តមិនឲ្យចន្លោះមួយម៉ាត់ទេធ្វើបានល្អណាស់អតិថិជនទាំងអស់គ្នាទុកឲ្យអ្នកទាំងអស់គ្នារងចាំយូរហើយខ្ញុំសូមប្រកាសថាពិព័រណ៍ខឲ្យចាប់ផ្ដើមឥឡូវនេះសូមអញ្ជើញតារាបង្ហាញម៉ូដលេខ1ឡើងឆាកតារាបង្ហាញម៉ូដស្អាតណាស់ស្អាតតតែដកភ្នែកមិនរួចមិនត្រឹមតែតារាបង្ហាញម៉ូដស្អាតទេសូម្បីតែខោអាវក៏លយដែរប្រពន្ធខ្ញុំពាក់ខោអាវនេះច្បាស់ជាស្អាតមិនចាញ់តារាបង្ហាញម៉ូដទេច្បាស់ជាស្អាតដូចគ្នាមិនខានខោអាវស្អាតយ៉ាងនេះខ្ញុំត្រូវតែទិញមួយកំភ្លេពាក់ទៅច្បាស់ជាធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលមិនខានអរគុណតារាបង្ហាញម៉ូដលេខ1សម្រាប់ការដើរម៉ូដដ៏អស្ចារ្យជាបន្តទៅទៀតសូមអញ្ជើញតារាបង្ហាញម៉ូដលេខ2ឡើងឆាកខោអាវមួយកំភ្លេនេះក៏ស្អាតណាស់ដែរមែនហើយខ្ញុំចង់ទិញខោអាវមួយកំភ្លេនេះយកទៅជូនប្រពន្ធខ្ញុំទៀតហើយខោអាវទាំងពីរកំភ្លេនេះខ្ញុំនឹងទិញទាំងអស់ខ្ញុំជឿរើសណាស់គឺយកទាំងអស់អ្នកទាំងអស់គ្នាជាបន្តទៅទៀតគឺការដើរម៉ូដរបស់តារាបង្ហាញម៉ូដលេខ3អតិថិជនទាំងអស់គ្នាការដើរម៉ូដរបស់តារាបង្ហាញម៉ូដទាំងអស់បានបញ្ចប់ហើយតើអ្នកទាំងអស់គ្នាយល់ថាស្អាតទេស្អាតក្រៅពីតារាបង្ហាញម៉ូដស្អាតតើអ្នកទាំងអស់គ្នាយល់ថាខោអាវយ៉ាងម៉េចដែរស្អាតគ្រប់ម៉ូដទាំងអស់ខ្ញុំសុទ្ធតែចង់ទិញសុទ្ធតែចង់សាកពាក់មើលទោះបីជាទិញពាក់ខ្លួនឯងឬទិញជូនប្រពន្ធសុទ្ធតែជាជម្រើសដ៏ល្អបំផុតខោអាវស្អាតយ៉ាងនេះតើពួកយើងអាចរកទិញបាននៅណាទៅនេះស្អីគេមិនក៏អន់យ៉ាងនេះអ្នកទាំងអស់គ្នាមកនេះអាយ៉ាហ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 ានាយកវាងខោអាវទាំងនេះសុទ្ធតែផលិតចេញពីរោងចក្រកាត់ដេរស៊ីនសឹងរបស់ពួកយើងថ្ងៃនេះគឺជាថ្ងៃតាំងពិព័រណ៍ដំបូងមានការបញ្ចុះតម្លៃពេញមួយហាងគឺបញ្ចុះតម្លៃ20ទាំងអស់ឆាប់មកប្រញាប់ទិញទៅខោអាវទាំងអស់គឺផ្គត់ផ្គង់ដោយផ្ទាល់ពីរោងចក្រកាត់ដេរថ្ងៃនេះមានការបញ្ចុះតម្លៃពិសេសត្រឹមពេលវេលាកំណត់ឱកាសបញ្ចុះតម្លៃ20ពេញមួយហាងគឺកម្រមានណាស់អ្នកមកមុនបានមុនយក2រ៉ូបឲ្យខ្ញុំចង់បានខោអាវប្រុស3កំភ្លេខោអាវស្រី5កំភ្លេហាហាហាម៉ូដនេះមួយខ្ញុំយក1កំភ្លេលោកនាយកចៅលោកពិតជាអស្ចារ្យមែនគ្រាន់តែពិព័រណ៍មួយអាចលក់ចេញខោអាវដែលសល់ក្នុងឃ្លាំងអស់រលីងរកចំណូលបាន50000រៀលពេញតែម្ដងខ្ញុំពិតជាកោតសរសើរលោកមែនមានលុយទុនមួយដុំនេះរោងចក្រនឹងអាចដំណើរការទៅមុខយ៉ាងរលូនហើយម្យ៉ាងទៀតពិព័រណ៍លើកនេះបានបង្កើតកេរ្តិ៍ឈ្មោះល្បីល្បាញណាស់ថ្ងៃក្រោយច្បាស់ជាមានអតិថិជនជាច្រើនមកតាក់ទងទិញពីពួកយើងមិនខានលោកនាយកចៅខ្ញុំពិតជាបើកភ្នែកធំមែនការរៀបចំរបស់លោកពិតជាហ្មត់ចត់ពេកហើយពិព័រណ៍លើកនេះមិនត្រឹមតែលើកស្ទួយកេរ្តិ៍ឈ្មោះរោងចក្រទេថែមទាំងបង្វែរការរកស៊ីពីខាតមកចំណេញវិញទៀតពេលនេះអ្វីកំពុងវិវត្តទៅរកភាពល្អប្រសើរអនាគតពិតជាភ្លឺស្វាងណាស់លោកនាយកចៅការបញ្ជាទិញរបស់រោងចក្រកាត់ដេរស្ទើរតែទទួលលែងទាន់ទៅហើយលុយកក់នឹងបញ្ជូនមកដល់ឥឡូវនេះហើយលោកនាយករាប់ត្រឹមត្រូវអស់ហើយគ្រាន់តែលុយកក់គឺមាន80000រៀលទៅហើយបើប្រកូលទំនិញតាមការបញ្ជាទិញទាំងអស់នោះប្រាក់ចំណេញប៉ាន់ស្មានថាមានដល់ទៅ20000រៀលឯណោះសំខាន់គឺមានអតិថិជនជាច្រើនបានបញ្ជាក់ថាឲ្យតែការសហការលើកនេះរលូនល្អថ្ងៃក្រោយនឹងក្លាយជាអតិថិជនប្រចាំរបស់ពួកយើងមិនខានធ្វើបានល្អណាស់ជូនដំណឹងទៅថ្នាក់ក្រោមផងត្រូវសម្រេចការបញ្ជាទិញដោយធានាទាំងគុណភាពនិងបរិមាណចាំបញ្ចប់ការងាររវល់អស់នេះខ្ញុំនឹងបើកប្រាក់រង្វាន់ឲ្យអ្នកទាំងអស់គ្នាប៉ុន្តែលោកនាយកការបញ្ជាទិញច្រើនយ៉ាងនេះ
ផ្អែកលើកម្លាំងផលិតរបស់រោងចក្រយើងពេលនេះខ្លាចថាមិនទាន់ពេលទេសូមទោសលោកនាយកពេលនោះរវល់តែត្រេកអរដែលមានអតិថិជនច្រើនភ្លេចគិតសោះថាតើខ្សែសង្វាក់ផលិតកម្មរបស់រោងចក្រយើងអាចដើរទាន់ល្បឿននេះឬអត់គ្រាន់តែថាលុយសម្រាប់បដូរគ្រឿងចក្រថ្មីនេះកុំបារម្ភអីគ្រឿងចក្រថ្មីខ្ញុំបានកំងទុកតាំងពីប៉ុន្មានថ្ងៃមុនម្លេះគិតទៅប្រហែលជាដឹកមកដល់ពេលនេះហើយរឿងកម្លាំងផលិតអ្នកទាំងអស់គ្នាទុកចិត្តចុះធានាថាគ្មានបញ្ហាទេលោកនាយកតើលោកទីដឹងតាំងពីយូរហើយមែនទេថានឹងមានរឿងនៅថ្ងៃនេះកើតឡើងខ្ញុំគ្មានសមត្ថភាពអាចដឹងរឿងអនាគតនោះទេប៉ុន្តែខ្ញុំជឿជាក់លើចក្ខុវិស័យរបស់ខ្ញុំហើយក៏ជឿជាក់លើនាយកវ៉ាងដែរគ្មានបញ្ហាទេខោអាវរោងចក្រយើងការរចនាម៉ូដនិងគុណភាពសុទ្ធតែគ្មានបញ្ហាទេពីមុនគឺដោយសារខ្វះយុទ្ធសាស្ត្រផ្សព្វផ្សាយដូច្នេះខ្ញុំបានទីទុកមុនរួចហើយថាក្រោយពីឆ្លងកាត់ពិព័រណ៍ខោអាវនេះរោងចក្រយើងច្បាស់ជាទទួលបានការកំងទិញយ៉ាងគំហុកមិនខានកម្លាំងផលិតមិនទាន់នោះគឺជារឿងជៀសមិនរួចទេអស្ចារ្យពិតជាអស្ចារ្យមែនខួរក្បាលលោកនេះគិតអីខ្លះទៅលោកនាយកខ្ញុំសូមនិយាយពាក្យពិតចេញពីចិត្តចុះកាលពីដំបូងដែលលោកទិញរោងចក្រក្នុងតម្លៃនោះខ្ញុំមានអារម្មណ៍ថាមិនសុខចិត្តទេប៉ុន្តែថ្ងៃនេះខ្ញុំពិតជាចុះចាញ់ហើយរោងចក្រនេះមានតែធ្លាក់ក្នុងដៃលោកទេទើបអាចរស់ឡើងវិញបានលោកនាយកលោកអនុប្រធានរោងចក្រគ្រឿងចក្រថ្មីមកដល់ហើយតោះពួកយើងទៅមើលគ្រឿងចក្រថ្មីទាំងអស់គ្នាចាំដំឡើងរួចរាល់នឹងអាចផលិតក្នុងបរិមាណច្រើនបានហើយឆ្លងកាត់ការខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញកន្លះខែនេះរោងចក្រយើងបានបញ្ចប់ការបញ្ជាទិញទាំងអស់ហើយនៅទីនេះខ្ញុំសូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាហត់នឿយហើយល្អពីមុនខ្ញុំធ្លាប់សន្យាជាមួយអ្នកទាំងអស់គ្នាថាក្រោយពេលបញ្ចប់ការបញ្ជាទិញគ្រប់គ្នានឹងទទួលបានប្រាក់រង្វាន់ពេលនេះពួកយើងមកបើកប្រាក់រង្វាន់មួយជីវិតខ្ញុំមិនដែលឃើញលុយច្រើនបែបនេះទេបើវាជារបស់ខ្ញុំទាំងអស់ច្បាស់ជាល្អណាស់អញគិតស្រមើស្រមៃល្អណាស់លោកនាយកក៏បាននិយាយហើយថាគឺបើកប្រាក់រង្វាន់ហាខ្ទង់រាប់សិបរៀលនេះខ្ញុំពិតជាពេញចិត្តណាស់អាចទិញសាច់បានមិនតិចទេជាបន្តទៅនេះអ្នកដែលត្រូវបានហៅឈ្មោះសូមឡើងមកយកប្រាក់រង្វាន់ឆិនហ្វៃអរគុណលោកនាយកចៅអរគុណលោកអនុប្រធានវ៉ាងស៊ូសៀវហុងលីតាបៀវអ្នកទាំងអស់គ្នាទើបតែទទួលការបញ្ជាទិញមួយចំនួនទៀតសុទ្ធតែជាអតិថិជនចាស់បន្ថែមការបញ្ជាទិញទេលក្ខខណ្ឌនៅតែដដែលគឺត្រូវប្រគល់ទំនិញក្នុងរយៈពេលកន្លះខែគ្មានបញ្ហាទេពួកយើងធ្វើការថែម៉ោងនៅរោងចក្រធានាថាធ្វើទាន់ពេលមិនខានត្រឹមត្រូវហើយមានតែរោងចក្ររកលុយបានទើបពួកយើងអាចមានលុយរកដែរលោកនាយកចៅនិយាយត្រូវធ្វើការច្រើនទើបទទួលបានផលច្រើនហត់បន្តិចមានបញ្ហាអីពេលរកលុយនឹងលែងមានអារម្មណ៍ថាហត់ហើយមែនហើយគ្មានលុយទេទើបជារឿងដែលគួរឲ្យខ្លាចបំផុតល្អខ្ញុំសូមប្រកាសបន្តការងារវិញបាទបន្តការងារប្តីសម្លាញ់បងត្រឡប់មកវិញហើយក្នុងនេះដាក់អីនឹងចង់ដឹងទេចង់អាយ៉ាលុយច្រើនម្លេះនេះគឺជាប្រាក់ចំណូលទាំងអស់របស់រោងចក្រកាត់ដេរក្នុងមួយរយៈនេះនេះច្រើនយ៉ាងនេះត្រូវដាក់ក្នុងបាល់ទៅហើយតើវាមានចំនួនប៉ុន្មានទៅនឹងក្នុងនេះមាន 188,000 រៀលគឺសល់ពីការដកថ្លៃដើមវត្ថុធាតុដើមនិងប្រាក់ខែកម្មកររួច 188,000 ព្រះអើយសូម្បីតែក្នុងសុបិនក៏អូនមិនហ៊ានគិតថាមានលុយច្រើនបែបនេះដែរលុយនេះប្រគល់ឲ្យអូនហើយទុកឲ្យស្រួលបួលទៅថ្ងៃក្រោយមិនចាំបាច់សុបិនទៀតទេរាល់ថ្ងៃអូនអាចអប់លុយទាំងនេះដេកបានហើយអូនមិនយកទេអូននៅតែចង់អប់បងដេកជាងសៀវជាងអំបញ្ញមិញអូននិយាយអីអត់មានទេគ្មានអីទេចៅយីចាំអូនមួយផ្លែតចាំអូនយកលុយទៅទុកឲ្យស្រួលបួលសិនមិនអាចឲ្យគេឃើញបានទេផ្ទះយើងមានសុវត្ថិភាពណាស់មានអ្នកផ្សេងឯណា
កុំភ័យពេកហឹមមិនបាច់បងខ្វល់ទេសៀវជីងមនុស្សកំពុងតែសុកមិនក៏ស្រាប់តែសន្លប់អញ្ចឹងខ្ញុំក៏មិនដឹងដែរកាលពីជាតិមុនសៀវជីងគឺដោយសារតែហត់នឿយខ្លាំងពេកទើបធ្លាក់ខ្លួនឈឺហើយព្យាបាលមិនជាលើកនេះខ្ញុំបានចាប់ជាតិថ្មីហើយខ្ញុំត្រូវតែផ្លាស់ប្ដូរលទ្ធផលមួយនេះឲ្យបានខ្ញុំដាច់ខាតមិនអនុញ្ញាតឲ្យរឿងសោកនាដកម្មនេះកើតឡើងម្ដងទៀតទេអ្នកគ្រូពេទ្យប្រពន្ធខ្ញុំយ៉ាងម៉េចហើយលោកកុំបារម្ភអីយោងតាមលទ្ធផលនៃការត្រួតពិនិត្យរបស់យើងប្រពន្ធរបស់លោកគ្រាន់តែមានផ្ទៃពោះប៉ុណ្ណោះមិនមានបញ្ហាអ្វីធំដុំទេខ្ញុំមានកូនហើយសៀវជីងមានផ្ទៃពោះហើយខ្ញុំបានធ្វើជាប៉ាគេហើយប៉ាយទេយីហើយហាប៉ាក៏បានធ្វើជាតាគេដែរអ្នកគ្រូពេទ្យតើខ្ញុំអាចចូលទៅមើលប្រពន្ធខ្ញុំបានទេបានប៉ុន្តែដោយសារអ្នកជំងឺទើបតែដឹងខ្លួនសូមកុំចូលទៅច្រើនអ្នកពេកក្រែងលោរំខានដល់ការសម្រាករបស់គាត់អ្នកទាំងអស់គ្នានរណាចូលទៅច្បាស់ជាអ្នកជាប៉ាគេចូលទៅហើយចាវយីសុំទោសដែលធ្វើឲ្យបងបារម្ភពីអូនបងទេដែលត្រូវនិយាយពាក្យសុំទោសទៅកាន់អូនមួយរយៈនេះបងរវល់តែរឿងក្នុងរោងចក្រសូម្បីតែអូនមានផ្ទៃពោះក៏បងមិនដឹងដែរតើបងគិតថាកូនក្នុងពោះយើងជាកូនប្រុសឬកូនស្រីមិនថាជាកូនប្រុសឬកូនស្រីទេសុទ្ធតែជាកែវភ្នែករបស់ពួកយើងទាំងពីរប៉ុន្តែបើសិនជាកូនប្រុសពួកយើងទាំងពីរអ្នកនឹងការពារអូនទាំងអស់គ្នាបើសិនជាកូនស្រីបងនឹងការពារអ្នកទាំងពីរអូនសង្ឃឹមថាកូនពួកយើងនឹងធំធាត់ឡើងដោយសុខសប្បាយច្បាស់ជាបានសៀវជីងកាត់អីចាវយីអំបាញ់មិញកូនធាក់ពោះអូនមួយជើងគេអ្វីដែលបងនិយាយហើយមែនឬក្មេងនេះពិតជារពឹសមែនឲ្យបងស្ដាប់បន្តិចមើលសៀវជីងជាតិមុនមកពីបងគ្មានកំណើតការពីអូនមិនបានល្អជាតិនឹងបងបានរៀបចំការងារល្អឲ្យបងថ្លៃទាំងពីរហើយអ្នកគ្រប់គ្នាសុទ្ធតែខំប្រឹងរកលុយពេលនេះការរកស៊ីរបស់រោងចក្រក៏ដំណើរការល្អជាលំដាប់ដែរ